มาสการដល់គុណបរតនត្រ័យគុណកែវទាំង3គុណព្រះប្រសង្ឃនិងនមស្ការដល់ចាស់ដែលមានវត្តមានក្នុងកម្មវិធីនិងជំរាបសួរអ្នកគ្រូលោកគ្រូនិងធម្មញាតិទាំងអស់គ្នាទៀតនិងសូមបាត់ជាយដើម្បីចូលសិក្សាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សរិកេរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសូមអនុមោទនាសាធុ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 អរគុណអ្នកគ្រូទៀតចាសាធុអរគុណច្រើនទៀតចឹងបន្តទៀតក្រុមជើញញាតិពធ3រូបបន្តទៀតវិញសិលាចង់ចូលរួមស្វាធ្យាយដែរក៏បានដែរស្វាធ្យាយរូបរបស់យើងទាំង28ហើយនឹងលក្ខណៈលក្ខណៈចតកៈរបស់ភាសាទរូប5ចាទៀតចាចឹងអ្នកទី1គឺរូប28តែមួយនឹងដល់ពេលអ្នកទី2គឺរូបបន្តនឹង2ទៀតមកហើយនឹងអ្នកចុងក្រោយរូប3ហ្នឹងហើយចាប់គ្រូខ្ញុំសូមឱកាសស្វាធ្យាយរូប28ទៀតចាទៀតអញ្ជើញទៀតអត់ចាំណាហើយគណៈចាអរគុណច្រើនអ្នកគ្រូបថាវ័យធាតុដីអបោធាតុទឹកតេជោធាតុភ្លើងវេយោធាតុខ្យល់ចក្ខុបសត្តរូបភាពថ្លានៃភ្នែកសោតបសត្តរូបភាពថ្លានៃត្រចៀកខេនបសត្តរូបភាពថ្លានៃច្រមុះវិជីវហាបសត្តរូបភាពថ្លានៃអណ្ដាតកាយបសត្តរូបភាពថ្លានៃកាយរូបអារម្មណ៍គឺពណ៌សតិអារម្មណ៍គឺសំឡេងគុណធាអារម្មណ៍គឺក្លិនរក្សាអារម្មណ៍គឺរសអត្ថិភាវៈរូបដែលមានភាវៈជាស្រីបរិសភាវៈរូបដែលមានភាវៈជាប្រុសហត្ថយវត្ថុរូបបេះដូងជីវតន្ត្រីរូបជីវិតរូបកវលង្ការាហាររូបអាហារគឺដុំពំនូតអាកាសធាតុរូបដែលខាំងរវាងជាចន្លោះកាយវិញ្ញាតិរូបការកម្រើកកាយវចីវិញ្ញាតិរូបការកម្រើកវាចារូបលហុតាភាពស្រាលនៃរូបកម្មញ្ញរូបមុទុតាភាពទុននៃរូបកម្មញ្ញតាភាពគួរដល់ការងារនៃរូបឧបចយរូបដែលកើតឡើងគ្រាដំបូងសន្តតិរូបដែលកើតឡើងបន្តចរតារូបដែលជរាអនិច្ចតារូបដែលរលត់អរគុណអ្នកគ្រូអរគុណធម្មញាតិសាធុចឹងក្រុមជើញញាតិធម្មរូបទៀតទេស្វាធ្យាយប្រសាទរូប2ដំបូងគឺចក្ខុប្រសាទនិងសោតប្រសាទទៀតអ្នកគ្រូខ្ញុំសូមឱកាសដែរទៀតចាក្រុមជើញមីងទៀតអរគុណចាខ្ញុំសូមស្វាធ្យាយនៅលក្ខណៈតិចតុកៈរបស់ចក្ខុបសាទទៀតរូបាកិខេតារហៈភូតបសត្តលក្ខណៈមានភាពថ្លានៃភូតរូបតួប៉ះខ្ទប់ជាមួយពណ៌វណ្ណៈរូបជាលក្ខណៈអបេសុអវចនៈរសੰមានការស្វែងរករូបអារម្មណ៍ជាកិច្ចចក្ខុវិញ្ញាណសៈអធិរភាវៈបច្ចុប្បន្នឋានមានភាពជាទីទទួលរងនៅចក្ខុវិញ្ញាណជាផលទិដ្ឋុកម្មតានិទានកម្មច្ចភូតបតដ្ឋានមានភូតរូបដែលកើតអំពីកម្មដោយភាពជាអ្នកប្រាថ្នាដើម្បីនឹងឃើញជាហេតុជាបទដ្ឋានលក្ខណៈតិចតុកៈរបស់សោតបសត្តរូបចឹងសតិភិក្ខាតារហៈភូតបសត្តលក្ខណៈ
មានភាពថ្លានៃពុទ្ធរូបគួរដល់ការប៉ះទប់ជាមួយសម្លេងសសតិរម្មជាលក្ខណៈសត្វទេសោគ្រូអានឹងជំតោសត្វសត្វទេអ្នកគ្រូសត្វព្រីមើលសត្វទេសត្វទេសោអវិជ្ជនៈរសាំងមានការស្វែងរកសម្លេងជាកិច្ចសោតវិញ្ញាណស័កវិញ្ញាណស័កអាធារៈភាវៈបច្ចុប្បន្នមានភាពជាទីទទួលរងសោតវិញ្ញាណជាផលសោតកម្មតានិទានកម្មចរុកម្មចភូតបតដ្ឋានំមានភូតរូបដែលកើតអំពីកម្មដោយភាពជាអ្នកប្រាថ្នាដើម្បីនឹងស្ដាប់ជាបទដ្ឋានចាអរគុណអ្នកគ្រូទៀនសាធុអរគុណច្រើនអរគុណទៀនចឹងក្រុមជើញញាតិបឋមរូបចុងក្រោយទៀនស្វាធ្យាយនៅលក្ខណៈតិចតុកៈប្រសាទរូប3បន្តចុងក្រោយទៀនអ្នកសមាជិកទៀនបងដណៃទៀនជំរាបសួរអ្នកគ្រូខ្ញុំសូមឱកាសអ្នកគ្រូចាទៀនក្រុមជើញមានចិត្តដែរទៀនអ្នកបើកបញ្ញូតមិញណាមិញបងដណៃលើកដៃតែបន្តមកដាក់ដៃចុះវិញឥឡូវចាខ្ញុំសូមឱកាសអ្នកគ្រូឲ្យបិទ សូមជម្រាបសួរអ្នកគ្រូដោយសារខ្ញុំឮបងគាត់សូមឱកាសទៅខ្ញុំក៏អញ្ជើញគាត់វិញចាទៀនក្រុមជើញចឹងលក្ខណៈតិចតុកៈរបស់ខៀនប្រសាទរូបគុន្ធាភិក្ខាតារហៈភូតបសាតលក្ខណੰមានភាពថ្លានៃភូតជារូបគួរដល់ការប៉ះខ្ទប់ជាមួយក្លិនគុន្ធារម្មណ៍ជាលក្ខណៈគុន្ថេសុអវិជ្ជនៈរសាំងមានការស្វែងរកគុន្ធារម្មណ៍ជាកិច្ចខៀនវិញ្ញាណស័កអធិរៈភាវៈបច្ចុប្បន្ធានំមានភាពជាទីទទួលរងនៅខៀនវិញ្ញាណជាផលខាយិតុកាមតានិទានកម្មចភូតបតដ្ឋានំមានភូតរូបដែលកើតពីអំពីកម្មដោយភាពជាអ្នកប្រាថ្នាដើម្បីនឹងហិតជាបតដ្ឋានលក្ខណៈតិចតុកៈរបស់ជីវហាប្រសាទរូបរក្សាភិក្ខាតារភូតបសាតលក្ខណੰមានភាពថ្លានៃភូតរូបគួរដល់ការប៉ះខ្ទប់ជាមួយរសជាលក្ខណៈរសេសុអវិជ្ជនៈរសាំងមានការស្វែងរករសជាកិច្ចជីវហាវិញ្ញាណស័កអធិរៈភាវៈបច្ចុប្បន្ធានំមានភាពជាទីទទួលរងនៅជីវហាវិញ្ញាណជាផលសាយិសុកាមតានិទានកម្មចភូតបតដ្ឋានំមានភូតរូបដែលកើតអំពីកម្មដោយភាពជាអ្នកប្រាថ្នាដើម្បីលិតភ្លក់រសជាបតដ្ឋានលក្ខណៈតិចតុកៈរបស់កាយប្រសាទរូបផតពាភិក្ខាតារហៈភូតបសាតលក្ខណੰមានភាពថ្លានៃភូតរូបគួរដល់ការប៉ះខ្ទប់នឹងផតពារម្មណ៍ជាលក្ខណៈផតពេសុអវិជ្ជនៈរសាំងមានការស្វែងរកផតពារម្មណ៍ជាកិច្ចកាយាវិញ្ញាណស័កអធិរៈភវៈបច្ចុប្បន្ធានំមានភាពជាទីទទួលរងនៅកាយវិញ្ញាណជាផលភោសិតុកាមតានិទានកម្មចភូតបតដ្ឋានំមានភូតរូបដែលកើតអំពីកម្មដោយភាពជាអ្នកប្រាថ្នាដើម្បីនឹងពលត្រូវជាបតដ្ឋាន
ចាអរគុណអ្នកគ្រូ ចាសាធុអរគុណច្រើនទេចឹងយើងបានស្ដាប់នៅការស្វាធ្យាយរបស់ញាតិពធមកឃើញថាលើតើតើមួយនឹងការអានភាសាបាលីឃើញថាបានអានបានច្រើនត្រូវបានច្រើនតែមានខុសតិចតួចឬក៏ពេលខ្លះដកស្រៈចេញខ្លះថែមស្រៈឲ្យខ្លះតែអត់អីស្ដាប់ទៅឃើញថាអានបានទៅរលូនច្រើនទៀតចឹងអរគុណសម្រាប់ញាតិពធទាំងអស់គ្នាដែលបានស្វាធ្យាយចឹងចង់ឲ្យញាតិពធមើលមកកាន់រូបភាពទី1របស់យើងឡើងវិញដើម្បីរំលឹកអំពីដំណើរដែលយើងត្រូវដើរទៅជាមួយគ្នាហ្នឹងដើម្បីស្វែងយល់អំពីរូបទាំងអស់នេះឯងចឹងរូបធម៌ដែលយើងកំពុងតែសិក្សាយើងហៅថារូបបរមត្ថហ្នឹងចឹងយើងរៀនអំពីរូបមាន28ហ្នឹងឯងសិតតែជាបរមត្ថធម៌បានន័យថាមិនមែនសត្វមិនមែនបុគ្គលណាទេហើយក៏មិនមែនជាជីវៈជីវិតឬក៏មិនមែនជាវត្ថុនេះរបស់នោះអីទេប៉ុន្តែកន្លែងនេះគឺចង់សំដៅលើធាតុមួយដែលកើតឡើងហ្នឹងហើយដែលវាកើតឡើងធ្វើកិច្ចរបស់វារៀងខ្លួនចឹងទៅដូចយើងបានស្វាធ្យាយលក្ខណៈនិច្ចតកៈចឹងតើកាលណាមានកិច្ចគឺធ្វើកិច្ចការហ្នឹងវាមានផលរបស់កិច្ចការហ្នឹងហើយចឹងការសិក្សារបស់យើងមកក្នុងចំណោមរូបទាំង28ញាតិពធណាមួយរូបទៀតមានដឹងទេថាឥឡូវយើងសិក្សាមកបានប៉ុន្មានរូបហើយបាន9អ្នកគ្រូបាន9ហ្នឹងទៀតហ្នឹងហើយអញ្ចឹងមកដល់ត្រឹមនេះគឺកាយប្រសាទរូបហ្នឹងហើយអញ្ចឹងយើងសាករំលឹកតិចមកទៀតកាលពីយើងបានសិក្សានៅមេរៀនរបស់យើងកន្លងមកមានរូប28នេះគឺយើងសិក្សាមកដល់ត្រឹមកាយប្រសាទរូបហើយអញ្ចឹងបានន័យថាបើនិយាយពីក្រុមវិញចំបានក្រុមហើយទៀតក្រុមតូចដែលចែក11ក្រុមបានក្រុមហើយ2ក្រុមទៀតចាអញ្ចឹងក្រុមទី1ចាប់ពីលេខរៀងទីម៉ានដល់លេខរៀងទីម៉ានទៀតចាប់ពីលេខ1ដល់លេខ4អ្នកគ្រូចាឈ្មោះអីក្រុមគេហ្នឹងមហាពុទ្ធរូប4ចាសាធុមហាពុទ្ធរូប4អញ្ចឹងក្រុមទី2ឈ្មោះថាអីគេទៀតចាប់ពីលេខរៀងណាដល់ណាសិនប្រសាទរូប5ចាចាប់ពីលេខរៀងទី5ទី5ដល់ទី9ហ្នឹងហើយអញ្ចឹង5ដល់ទី9អញ្ចឹងតាំងពីចក្ខុប្រសាទសោតប្រសាទខេនប្រសាទជីវហាប្រសាទកាយប្រសាទរូបទាំង5នេះគឺជាប្រសាទរូបហ្នឹងហើយប្រសាទរូបអញ្ចឹងប្រសាទរូបនេះទាំង5នេះញាតិវត្ថុមានចាប់អារម្មណ៍ទេទាំង5នេះអាចកើតនៅលើវត្ថុធាតុអីនៅខាងក្រៅពីសត្វទេបានន័យថាកើតក្រៅពីសត្វសត្វមានជីវិតក្រៅពីសត្វមានជីវិតសាទរូបទាំងអស់នេះអាចទៅកើតបានទេអត់ទេគឺអត់ទេអ្នកគ្រូហ្នឹងហើយអញ្ចឹងបានន័យថាប្រសាទរូបនេះអាចកើតបានតែជាមួយនឹងសត្វមានជីវិតតែយើងបញ្ញត្តិទៅថាកើតជាមួយសត្វជីវិតមិនកើតមិនកើតអត់ជីវិតកើតពីសត្វកើតនៅលើសត្វដែលមានជីវិតហ្នឹងហើយយើងថាអញ្ចឹងក្រៅពីហ្នឹងវត្ថុធាតុអីផ្សេងមានដើមឈើដុំថ្មផែនដីតក់ទូកអីហ្នឹងគឺអត់មានប្រសាទរូបនេះទេមែនទេចាអត់មានតែបើមហាភូតរូប4វិញមានទាំងអស់មានអញ្ចឹងមហាភូតរូប4ដែលយើងបានសិក្សាចប់មកហើយដីទឹកភ្លើងខ្យល់ឬយើងថាបថវ័យអបោតេជោវាយោនេះទាំង4នេះឲ្យតែមានរូបធាតុទាំងអស់នៅលើផែនដីក្តីនៅក្រៅពីផែនដីនេះក្តីហ្នឹងឲ្យតែយើងហៅថាវាជារូបណាហ្នឹងហើយគឺដឹងតែមានបថវ័យអបោតេជោវាយោនេះហើយបថវ័យអបោតេជោវាយោនេះក៏ដោយក៏យើងអត់អាចដឹងបានដោយអារបៀបថាមើលឃើញដោយសាច់ភ្នែកយើងទៅផ្ទាល់ទេប៉ុន្តែបើថាយើងអាចប៉ះបានតាមរយៈកាយហ្នឹងគឺដឹងតែធាតុ3អញ្ចឹងទៅមានដីមានភ្លើងមានខ្យល់អញ្ចឹងទៅយើងអាចដឹងបានតាមរយៈការប៉ះពាល់ដោយរាងកាយអញ្ចឹងទៅហ្នឹងហើយភាគច្រើនគឺយើងអាចដឹងបានដោយចិត្តដឹងបានដោយចិត្តហើយដែលកាយអាចដឹងបានហ្នឹងគឺអបោនឹងឯងគឺធាតុទឹកនេះវា
ប្រែមកថាធាតុទឹកតែយើងបញ្ញត្តិថាទឹកផឹកទឹកអីយើងមើលឃើញអានឹងមែនទេធាតុទឹកកន្លែងនេះគឺសំដៅដល់ការហូរជ្រាបឬក៏ធ្វើឲ្យជាប់ហ្នឹងឲ្យកកជាប់គ្នាហ្នឹងអញ្ចឹងតកតងជាមួយនឹងភ្នែករបស់យើងហ្នឹងអាចឃើញវត្ថុធាតុទាំងអស់ហ្នឹងហ្នឹងហើយលុះត្រាណាដែលយើងបបែកឬក៏បរិចរហូតដល់ឃើញតែបាននេះតាមពិតភ្នែកយើងអាចមើលឃើញច្បាស់តើតើអ្នកវិទ្យាសាស្ត្រគេវិភាគឬក៏បរិចទៅអាចដឹងថាវាមាននៅវត្ថុធាតុដែលអត់អាចបែកគ្នាហើយអត់អាចបែកគ្នានឹងឃើញតែម្ដុំអញ្ចឹងវាមានលាយគ្នាជាមួយរូបធម៌ទាំងយ៉ាងតិចបំផុតក៏8ទៅហើយយើងអាចបំបែកចេញឲ្យដឹងថានេះដីនេះទឹកនេះភ្លើងនេះខ្យល់អីក៏បំបែកលេងបានទៀតអញ្ចឹងយើងអាចដឹងបានមកន័យថារូបធម៌ដែលទូចបំបែកលេងបានហ្នឹងគឺព្រះអង្គប្រាប់ថាវាមាននៃគេខ្លះនៅក្នុងហ្នឹងអញ្ចឹងទៅអញ្ចឹងមានតាំងពីបតវ័យអបោតិជោវិយោនេះយើងហៅថាជាមហាភូតរូប4ដល់ពេលប្រសាទរូប5មានចក្ខុប្រសាទសោតប្រសាទខិនប្រសាទជាមហាកក្នុងកាយនេះគឺកើតតែនៅក្នុងសត្វហ្នឹងហើយនៅក្នុងសត្វហើយសត្វហ្នឹងកើតតាមសំគួរព្រោះអារូបទាំង5នេះសុទ្ធតែកើតអំពីកម្មហ្នឹងហើយអញ្ចឹងបានន័យថាបើសិនជាកម្មខ្លះឲ្យផលមកក៏មានត្រឹមតែសោតប្រសាទខិនប្រសាទនោះបាត់ចក្ខុប្រសាទមួយឧបមាថាអញ្ចឹងណាតាំងពីកំណើតមកបដិសន្ធិមកហ្នឹងទៅដោយសារតាវាអាចថាជាបដិសន្ធិហ្នឹងអត់មានតែម្ដងឬក៏ថាមានកម្មមកបៀតបៀននៅក្នុងប្រវត្តិកាលបានន័យថាបន្ទាប់ពីបដិសន្ធិហើយនៅក្នុងផ្ទៃរបស់ម្ដាយហ្នឹងថាម្ដាយអត់ដឹងថាមានកូនអីចឹងទៅអត់មានដឹងថាមានគួរអីចឹងផឹកស្រាឬក៏អីចឹងទៅវាធ្វើឲ្យប៉ះពាល់ជាមួយនឹងកលលៈគឺទឹកឈាមនៅក្នុងហ្នឹងចាប់ផ្ដើមមានបញ្ហាអីចឹងជាដើមឬក៏ថាវិវត្តមានរូបមានរាងអីខ្លះហើយតែដល់ពេលអាហារដែលហូបទៅឬក៏ថ្នាំហ្នឹងហើយប្រើប្រាស់នៅថ្នាំលេបឬក៏ថ្នាំចាក់អីទៅអាចប៉ះពាល់អីចឹងជាដើមហ្នឹងមានន័យថាវាប៉ះនៅក្នុងប្រវត្តិកាលគឺកាលដែលបន្ទាប់ពីបដិសន្ធិមកគណៈហ្នឹងហើយចឹងទៅចឹងសរុបមកថាបតវ័យបោតិជោវិយោឬក៏មហាភូតរូបនេះមានគ្រប់រូបធម៌ទាំងអស់រូបធាតុទាំងអស់ចឹងទៅដល់ពេលប្រសាទរូបនេះគឺមានតែនៅក្នុងសត្វទេមានតែនៅក្នុងសត្វដែលមានជីវិតចឹងទៅចឹងយើងនឹងបានបន្តមេរៀនពេលដែលយើងចប់កាយប្រសាទហ្នឹងគឺយើងសរុបមកតង់សិនដោយសារលោកមានឧបមាចក្ខុប្រសាទរូបនេះទៅនឹងសត្វទៅបានន័យថាលោកឧបមាកន្លែងដែលវានៅណាបានន័យថាយើងរោចក្ខុប្រសាទនឹងនៅណាបានន័យរោទីតាំងមកវាសោតប្រសាទនៅណាខិនប្រសាទនៅណាជីវហាប្រសាទនៅណាកាយប្រសាទនៅណាអញ្ចឹងលោកឧបមាកន្លែងនៅរបស់ប្រសាទរូបទាំង5នេះទៅនឹងកន្លែងនៅរបស់សត្វផ្សេងហ្នឹងហើយទៅនឹងកន្លែងនៅរបស់សត្វផ្សេងឧទាហរណ៍ដូចជាចក្ខុប្រសាទជាដើមហ្នឹងហើយចក្ខុប្រសាទជាដើមលោកឧបមាទៅនឹងសត្វទៅនឹងកន្លែងរស់នៅរបស់សត្វមួយចឹងទៅសោតប្រសាទទៅនៅរបស់សត្វផ្សេងមួយទៀតអញ្ចឹងចង់បញ្ជាក់កន្លែងនេះថាគឺលោកឧបមាទៅនឹងកន្លែងនៅរបស់សត្វទាំងអស់ហ្នឹងបានន័យថាសត្វទាំងអស់ហ្នឹងវាចូលចិត្តទៅនៅកន្លែងណាអញ្ចឹងប្រសាទរូបទាំងអស់ហ្នឹងក៏វាទៅនៅអាកន្លែងដែលរបៀបដូចជាសត្វហ្នឹងរបៀបដូចជាមិនមែនទៅនៅកន្លែងសត្វហ្នឹងនៅទេអញ្ចឹងយើងនឹងបានបន្តចូលមេរៀនរបស់យើងថ្មីថ្ងៃនេះអញ្ចឹងតកតងជាមួយនឹងការឧបមាទីតាំងរបស់ប្រសាទរូបទាំង5ហ្នឹងអញ្ចឹងមុននឹងចូលបន្តយើងរំលឹកទៅមេរៀនរបស់យើងខាងក្រោយបន្តិចហ្នឹងហើយតកតងជាមួយកាយវិញ្ញាណកាយប្រសាទរូបហ្នឹងហើយចឹងការពីសប្តាហ៍មុនគឺយើងបានបញ្ចប់នៅកាយប្រសាទរូបនេះហើយក៏មិញនេះក៏បានស្វាធ្យាយនៅលក្ខណៈតិចតកៈដែរចឹងថាកាយប្រសាទរូបគឺមាននៅគ្រប់ទាំងអស់នៅក្នុងសពសាស្ត្ររាងកាយរបស់យើងនឹងបានន័យថានៅលើស្បែកហ្នឹងក៏មានកាយប្រសាទហើយបកស្បែកបានន័យថាពេលដែលយើងបកស្បែករបស់យើងមកស្ទាប់នេះចេញទៅក៏មាននៅនឹងលើអាសាច់ដុំ
ngày là say ấy nó cứ sao ta miên cài và sao từng hay bộ từ tiết bộ lầu tới hay và nó không luôn nơi lơ nè đồng nét này bạn dừng bộ tới với miền tràn sự tổ và mà được chia sẻ bài mà tròn chẳng tới bìa bị lơ này máu có miền cài và sát hay là lơ sạch để bắt đầu bị bộ sơ bài nó có miền cài và sát nên nắng hay bộ màu tiết mà lại đo miền đo kêu không tiền mình tiết nên bệ đồ miền thao miền phòng mặt đây nó rất là miền cài và sátទាំងអស់ដើម្បីទទួលដឹងនៅអារម្មណ៍ផ្សេងគឺផលថាពីអារម្មណ៍នឹងឯងហើយបានន័យថាពេលដែលឧទាហរណ៍ដូចយើងកាត់ចោលនៅគ្រឿងក្នុងមួយចំនួនអីចឹងណាអញ្ចឹងបានន័យថាពេលកាត់ហ្នឹងមិនមែនអត់ឈឺទេគ្រឿងក្នុងហ្នឹងក៏ឈឺដែរប៉ុន្តែភាគច្រើនដែលយើងអត់ដឹងថាពេលដែលគេកាត់ឈឺហ្នឹងដោយសារតែគេចាក់ថ្នាំហ្នឹងហើយពេលចាក់ថ្នាំមកមុននឹងវះកាត់ហ្នឹងគេអាចចាក់ថ្នាំនៅខាងក្រោយខួរឆ្អឹងខ្នងអីទៀតតែខ្ញុំធ្លាប់វះtiền xong xuôi rồi ទៀត កាយវិសាទនឹងអង្គធម៌ដល់ភាសាទាំងអស់ហើយនៅគ្រូ កាយប្រសាទអង្គធម៌បានដល់កាយប្រសាទទៅរូបនេះឯងហើយដែលអង្គធម៌ភាសាហ្នឹងហើយការប៉ះពាល់ពីខាងក្រៅមកហ្នឹងហៅថាផលតពីអារម្មណ៍គឺដែលយើងនឹងសិក្សាទៅខាងមុខទៀតនេះចាំមើលវាចេះចក្ខុប្រសាទហ្នឹងគឺមិនយើងមិននិយាយគ្នាមិញថានៅជាមួយសត្វមែនទេហើយដូចយើងឧបមាថាភ្នែកមិនឃើញរូបចឹងអាហ្នឹងវាឃើញវាជាអារម្មណ៍ខាងក្រៅហើយភ្នែកឃើញរូបហើយមិញដល់ពេលប្រសាទរូបនេះគឺកាយប្រសាទរូបនេះគឺវាអត់មានគូទេចាំមើលវាអត់មានគូជាមួយក្រោមនេះទេចក្ខុប្រសាទរូបគូជាមួយរូបអារម្មណ៍ខាងក្រោមសោតប្រសាទរូបគូជាមួយសត្វទាអារម្មណ៍ខាងក្រោមនេះគឺសំឡេងខិនប្រសាទរូបគូជាមួយគុណធាអារម្មណ៍ឃើញទេអញ្ចឹងមកในប្រសាទរូបនេះគឺនៅនឹងមនុស្សយើងថានៅមនុស្សយើងចុះភ្នែកយើងនឹងឃើញរូបភាពភ្នែកគឺតួប្រសាទរូបនឹងអញ្ចឹងទៅយើងថាភ្នែកតែយើងដឹងណាថាប្រសាទរូបគឺអាសភាពថ្លានៅក្នុងស្រីភ្នែកនោះទេមិនមែនតួភ្នែកម្ដុំនឹងហ្មងទេហើយសោតគូជាមួយសត្វទាអារម្មណ៍មកខៀនអ្នកប្រសាទរូបគូជាមួយគុណធាអារម្មណ៍មកជីវហាប្រសាទរូបគូជាមួយរក្សាអារម្មណ៍ដល់ពេលដល់កាយប្រសាទស្រាប់តែអត់មានគូអត់មានអារម្មណ៍អីនៅខាងក្រោមប៉ុន្តែកាយប្រសាទនេះគឺបានដឹងអាលើនេះវិញដឹងបថវ័យដឹងតេជោដឹងវាយហ្នឹងចឹងអាចដឹងនៅផោតពីអារម្មណ៍ហ្នឹងគឺសំដៅដល់បថវ័យតេជោវាយោហ្នឹងឯងគឺអ្វីដែលរាងកាយអាចដឹងបានចឹងសួរថាកាយប្រសាទដែលមានគ្រប់សពសាររាងកាយអង្គធម៌បានដល់អីគឺកាយប្រសាទរូបហ្នឹងឯងគឺភាពថ្លានៃមហាភូតរូបដែលមានពេញរាងកាយទាំងអស់វាលេងតែវាអត់នៅទេនៅនឹងចុងសក់នៅនឹងសក់នៅនឹងរោមនៅនឹងកញ្ចក់អីហ្នឹងវានៅទេអញ្ចឹងអង្គធម៌កាយភាសារូបទាំងអស់មិនមែនភាសាឯងអត់ទេភាសាគឺជានាមធម៌ទេភាសានាមធម៌ដល់ពេលកាយភាសារូបនេះវាមានប៉ះភាសាគឺប៉ះទាំងអស់បានន័យថាបើភ្នែកប៉ះជាមួយរូបតិចប៉ះជាមួយសំឡេងប៉ះកន្លែងនេះដែលថាប៉ះពាល់តាមកាយបានហ្នឹងគឺចង់និយាយថាពេលដែលកាយភាសារូបគឺជារូបមួយហ្នឹងហើយដែលវាអាចដឹងតាមរយៈរាងកាយដែលយើងថារាងកាយនេះអញ្ចឹងវាជាទីអាស្រ័យកាយភាសានេះវាជាទីអាស្រ័យរបស់កាយវិញ្ញាណអញ្ចឹងពេលដែលកាយវិញ្ញាណកើតឡើងពេលហ្នឹងมันមានភាសាព្រោះកាយវិញ្ញាណមិនចិត្តមែនទេចិត្តវាមិនមកជាមួយចេតសិកហ្នឹងมันមកជាមួយភាសាដែរมันមានភាសាតាំងពីដើមគេព្រោះភាសាហ្នឹងភាសាវេទនាសញ្ញាចេតនាភាសានៅដំបូងគេពួកយើងដឹងអា7ដើមគេហ្នឹងគឺមានគ្រប់ចិត្តទាំងអស់មែនទេអញ្ចឹងទូភាសាហ្នឹងគឺទូប៉ះខ្ទប់ហ្នឹងអញ្ចឹងកាយប្រសាទប៉ះខ្ទប់ជាមួយអីប៉ះខ្ទប់ជាមួយរូបអារម្មណ៍ហ្នឹងហើយកើតនៅកាយវិញ្ញាណនោះសំទោសមិញនិយាយកាយប្រសាទមែននិយាយចក្ខុប្រសាទសិនចក្ខុប្រសាទយើងមិនថានៅភ្នែកនេះហើយប៉ះខ្ទប់មួយរូបភាព
ហើយវាក៏កើតនៅនាមធម៌មួយរូបប៉ះជាមួយរូបធម៌កើតនឹងនាមធម៌មួយគឺកើតនៅវិញ្ញាណតែវិញ្ញាណមួយម៉ាត់ហ្នឹងវារួមផ្សំរវាងនាមធម៌ពីរប្រភេទគឺចិត្តនិងចេតសិកអញ្ចឹងពាក្យថាប៉ះខ្ទប់កន្លែងហ្នឹងឯងគឺទូផាសៈហ្នឹងឯងជាអ្នកប៉ះហ្នឹងហើយគឺរវាងរូបធម៌និងរូបធម៌វាប៉ះគ្នាក៏កើតជាមួយនឹងនាមធម៌ដែលមកតាំងនៅជាមួយនឹងភាសាទរូបហ្នឹងឯងអញ្ចឹងកាយដូចគ្នានៅពេលដែលរូបរាងកាយរបស់យើងនេះវាប៉ះជាមួយផោតពារម្មណ៍គឺប៉ះពេលយើងនិយាយថាប៉ះហ្នឹងគឺចង់សំដៅថាឧទាហរណ៍ដូចមូសមកខំហ្នឹងថាមូសមកហើមកទុំបាច់ហ្នឹងហើយអញ្ចឹងអាពេលទុំហ្នឹងក៏អាចដឹងដែរបើសិនជាមានបើយើងមានមនសិការៈហ្នឹងហើយប៉ុន្តែតាមពិតកាយប្រសាទហ្នឹងវាប៉ះហ្នឹងវាដឹងហើយបន្ទាប់មកវាចាប់ផ្ដើមខំហ្នឹងហើយយកចំមាត់វាហ្នឹងខំដាក់ចូលទៅក្នុងសាច់ហ្នឹងចាប់ផ្ដើមដឹងហ្នឹងហើយពេលហ្នឹងគឺដឹងរឹងហ្នឹងហើយដែលវាដោតចូលទៅក្នុងស្បែករបស់យើងហ្នឹងគឺអាពេលដែលដឹងហ្នឹងគឺកាយវិញ្ញាណគឺភាសៈហ្នឹងឯងអ្នកដឹងហ្នឹងហើយកាយវិញ្ញាណកាយសម្ភាសៈហ្នឹងហើយកាយសម្ភាសៈហ្នឹងបានន័យថាពេលហ្នឹងគឺវាមានប៉ះគ្នាហើយបានន័យថាវាមានរូបធម៌ប៉ះជាមួយរូបធម៌ហើយវាភាសៈវាមានការប៉ះគ្នាហ្នឹងក៏នាមធម៌កើតឡើងដើម្បីមកដឹងហ្នឹងហើយអញ្ចឹងឧទាហរណ៍ទៅឥឡូវយើងមានចិត្តនិងចេតសិកដែលអាចកើតឡើងមានប្រសាទរូបដែលឲ្យចិត្តនិងចេតសិកហ្នឹងមកអាស្រ័យដើម្បីដឹងនៅអារម្មណ៍ហ្នឹងពេលហ្នឹងយើងអាចដឹងបានថាមុខខំប៉ុន្តែឧទាហរណ៍ថាខ្លាយជាសាកសពហើយរូបធម៌ប៉ះរូបធម៌ដដែលមុខហ្នឹងហើមកទុំលើរូបកាយដដែលប៉ុន្តែទុំលើរូបកាយសាកសពចឹងពេលហ្នឹងភាសៈកើតឡើងបានទេបើអត់មានវិញ្ញាណនេះផងយើងថាប៉ះមែនអាពាក្យប៉ះកន្លែងហ្នឹងគឺប៉ះដោយបញ្ញត្តិដែលយើងនិយាយគ្នាថាមកប៉ះអញ្ចឹងណាតែភាសៈកន្លែងនេះវាចង់សំដៅលើការប៉ះខ្ទប់ព្រោះភ្នែករបស់យើងមិនបាច់រូបភាពមកបុកចំភ្នែកហ្មងមិនយើងហៅថាប៉ះណាទៀតមានន័យថាភាសៈកន្លែងនេះចក្ខុសម្ភាសៈកន្លែងនេះសំដៅលើរូបដែលវាភ្នែកដែលមានរូបភាពមកកាន់កន្លងហ្នឹងវាកើតភាសៈគឺការប៉ះខ្ទប់ហ្នឹងគឺចង់សំដៅថាភ្នែកប៉ះខ្ទប់ជាមួយនឹងរូបភាពតែមិនបាច់រូបភាពហ្នឹងមកបុកប៉ះជាមួយនឹងភ្នែកទេបើរូបភាពហ្នឹងយករូបអីមួយមកបុកភ្នែកកើតជាភាសៈមួយទៀតគឺកាយវិញ្ញាណអ្នកដឹងវិញហ្នឹងបានន័យថាវាមកប៉ះមួយកាយអញ្ចឹងពាក្យថាប៉ះកន្លែងហ្នឹងដកឲ្យផុតពាក្យថាភាសៈផ្សេងការប៉ះជាមួយរាងកាយយើងថាច់នេះវាផ្សេងគ្នាអញ្ចឹងណាព្រោះភាសៈវាជានាមធម៌អញ្ចឹងកន្លែងហ្នឹងអញ្ចឹងអ្នកគ្រូខ្ញុំសួរកន្លែងមួយជីវហាអូនៅច្រឡំជីវហាកាយសម្ភាសៈអញ្ចឹងវាជាការប៉ះខ្ទប់រវាងផោតពារអារម្មណ៍បូកនឹងកាយប្រសាទហើយបូកនឹងកាយវិញ្ញាណអញ្ចឹងត្រូវចាទៀនអញ្ចឹងភាសៈយើងដឹងហើយថាវាមាន3គុំគ្នាពេលហ្នឹងគឺមានវត្ថុអារម្មណ៍ចិត្តអារម្មណ៍ចិត្តនិងចិត្តហើយយើងសិក្សាមកវាត្រូវមាន3នេះប៉ះគ្នាចាមកផ្លឹបហ្នឹងគឺបានភាសៈហ្នឹងប្រកបឡើងភាសៈហ្នឹងមកជាមួយចិត្តនេះព្រោះភាសៈវាជាចេតសិកគឺវាកើតជាមួយចិត្តអ្នកគ្រូ3ប៉ះគ្នាអញ្ចឹងអង្គធម៌នៅស្ដីវិញភាសៈចេតសិកអង្គធម៌បានដល់អីបើយើងញែកទៅគឺញែកព្រោះអង្គធម៌គឺបានដល់3ហ្នឹងហ្មង3ហ្នឹងអ្នកប៉ះគ្នាអញ្ចឹងអង្គធម៌ទាំង3ហ្នឹងហើយអញ្ចឹងមកថាយើងភាសាបើយើងចង់សំដៅអង្គធម៌ភាសៈហ្នឹងគឺបានតែឧទាហរណ៍តែយើងនិយាយមួយម៉ាត់ឧទាហរណ៍វត្ថុនេះយើងសំដៅលើចក្ខុប្រសាទចុះហ្នឹងហើយប្រសាទរូបមួយគឺឈ្មោះថាប្រសាទរូបមួយនេះគឺសំដៅដល់ចក្ខុប្រសាទគឺតួវត្ថុហ្នឹងអារម្មណ៍គឺរូបឬក៏វណ្ណៈគឺពណ៌ហ្នឹងបើអង្គធម៌គឺបានដល់រូបារម្មណ៍ពណ៌អីក៏ពណ៌ទៅដែលហៅថា
ផ្នែកអាចឃើញពណ៌ផ្នែកអាចឃើញពណ៌ហ្នឹងហើយចុងក្រោយនេះគឺចិត្តអញ្ចឹងចិត្តកន្លែងនេះអីគេទៀតវិញ្ញាណមួយឈ្មោះអី ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណអញ្ចឹងនៅពេលដែល3នេះ ប៉ះទុក ហើយប៉ះគ្នាយើងហៅថាចក្ខុសម្ភាសៈចក្ខុសម្ភាសៈ អង្គធម៌ ចឹងបាន បាន ន័យថា ភាសានេះ ហ្នឹងហើយចក្ខុសម្ភាសៈគេឲ្យឈ្មោះអញ្ចឹងថាចក្ខុសម្ភាសៈអញ្ចឹងបើចក្ខុសម្ភាសៈនេះកើតឡើងវាមានអីគេអង្គធម៌បានដល់អីខ្លះគឺបានដល់ពេលហ្នឹងគឺមានចក្ខុប្រសាទរូបារម្មណ៍និងចក្ខុវិញ្ញាណអញ្ចឹងអង្គធម៌គឺនៅតែ3ដែលជានេះដែលយើងរៀននេះឈ្មោះ 3យ៉ាងដដែលអញ្ចឹង ហ្នឹងហើយ មិន អញ្ចឹងគម្រោអង្គធម៌យើងគម្រោអង្គធម៌អីផ្សេងទៀតគឺអង្គធម៌គឺពេលដែលយើងសិក្សាកាលយើងសិក្សាចេតសិកអង្គធម៌មានប៉ុន្មានចេតសិក 52 ហ្នឹងហើយអង្គធម៌មានតែ52ហ្នឹងឯងដល់ពេលយើងរៀនចិត្តអង្គធម៌បានដល់ចិត្តប៉ុន្មាន 89ឬ121ដួង ហ្នឹងហើយចំនួនវា89ឬ121ដែរប៉ុន្តែបើយើងនិយាយពីអង្គធម៌បានដល់តែចិត្តមួយឯងដោយសារចិត្តតែមួយហ្នឹងវាចូលដោយវាផ្សំដោយចេតសិកទាំង52នេះបានចិត្តរហូតទៅដល់89ឬ121ដល់ពេលចូលមកដល់រូបនេះ28មែនប៉ុន្តែអង្គធម៌យកតែប៉ុន្មាន រូប អង្គធម៌ 28 យកតែប៉ុន្មាន អង្គធម៌ យកតែ10 18 10ប៉ុន្មាន 18 ហ្នឹងយកតែ18ទេ ចុះ4ទៀតអាណាអ្នកគ្រូដកចេញ4 មិនដកតែ4ណាទៀត28យកតែ18ដកអស់មក 10 ហ្នឹងហើយអញ្ចឹងយកតែ10ទេអើយអត់យកអង្ការដែលយើងចែកឈ្មោះជា5មកទៀតចាំអត់5 55អូ ហ្នឹងมันមានដូចជាពាក្យថាសលក្ខណៈរូបអសលក្ខណៈរូបអញ្ចឹងរូបអា18ខាងដើម បែរនឹកឃើញ ហ្នឹងហើយអញ្ចឹងគេយកតាគេឲ្យឈ្មោះផ្សេងទៀតជាពេលយើងរៀនទៅខាងមុខទៅយើងនឹងមានឈ្មោះផ្សេងទៀតដែលអាចជាឈ្មោះរបស់រូបតែបំបែកទៅជាក្រុមជាពួកផងជាអីផងហ្នឹងឬក៏ថាតិចទៀតពេលដែលយើងរៀនទៅដល់កលាបៈរូបម្ដុំមួយសំណុំហ្នឹងគេឈ្មោះគេមកកលាបៈម្ដុំគេហ្នឹងទៀតហ្នឹងហើយតែយើងពុំតាន់ទៅដល់ហ្នឹងយើងរៀនធម្មតាយើងគិតត្រឹមហ្នឹងសិនតែបែកឆ្ងាយពេកយើងអត់ទាន់រៀនដល់ហ្នឹងអាចថាមិនក៏ជ្រៅម៉េះទៀតដែរហ្នឹងហើយអញ្ចឹងបានន័យថាអង្គធម៌គឺបើចិត្តចេតសិករូបនិព្វានហ្នឹងណាគឺបើយើងនិយាយវែកយកអង្គធម៌គឺយើងរកឲ្យចំអាឈ្មោះដែលយើងរៀនហ្នឹងហើយហៅថាអង្គធម៌ហើយកន្លែងដែលកាយប្រសាទកន្លែងកាយប្រសាទដែលមានពេញរាងកាយលៀនសួរថាកាយប្រសាទដែលមានពេញរាងកាយអង្គធម៌បានដល់អីអង្គធម៌បានដល់កាយប្រសាទចាំមកពីឈ្មោះវាអង្គធម៌ឈ្មោះកាយប្រសាទហ្នឹងឯងនេះកាយប្រសាទទៅខ្ញុំស្មានដល់អាការប៉ះខ្ទប់នឹងភាសាហ្នឹងហើយការប៉ះខ្ទប់ឈ្មោះវាភាសាអង្គធម៌បានដល់អីភាសាការប៉ះខ្ទប់គឺភាសាប៉ុន្តែអាកាយប្រសាទដែលមាននៅលើរាងកាយនេះដែលមិនទាន់មានអីមកប៉ះមួយវានេះហៅថាអីហៅថាកាយប្រសាទតើតែមានអីមកបុកផាំងអាពេលហ្នឹងមិនពីខាងក្រៅហ្នឹងมันមកប៉ះនឹងកាយប្រសាទហ្នឹងអញ្ចឹងអាក្រៅហ្នឹងក៏មិនមែនភាសាអាក្នុងនេះក៏មិនមែនភាសាតែដូចយើងមិនឧបមាការរៀនជាម2ក្បាលជាមទី1ក៏មិនមែនភាសាក៏មិនមែនបានន័យថាជាមទី1និងជាមទី2នេះបុកគ្នាហ្នឹងហើយជាមទាំងពីរហ្នឹងមិនមែនជាការបុកគ្នាទេប៉ុន្តែអាការដែលប៉ះខ្ទប់ប៉ះគ្នាមកបុកផាំងហ្នឹងអាកន្លែងហ្នឹងដែលកើតភាសានៅចន្លោះហ្នឹងហ្នឹងហើយអញ្ចឹងភាសាកើតពេលណាកើតពេលតបប៉ះបើអត់ប៉ះទេជាមនៅដោយជាមហ្នឹងហើយបានន័យថាគោសនិងគោខ្មៅដែលលោកឧបមាថាគោហ្នឹងវាអត់ជាប់គ្នាទេហ្នឹងតែហេតុអីបានវាជាប់ពេលចិត្តយើងជាប់ជាមួយអីណាហ្នឹងហើយអាចិត្តយើងនឹងឧទាហរណ៍ថាមនុស្ស2នាក់អញ្ចឹងចុះ
ចិត្តយើងនឹងចិត្តគេនោះវាដាច់ដライពីគ្នាទេអាម៉េចបានវាចេះតែជាប់ហ្នឹងហើយដល់សារវាមានខ្សែគឺអីគឺតណ្ហាអ្នកចងភ្ជាប់ហ្នឹងហើយរបៀបអញ្ចឹងបានន័យថាផាសៈហ្នឹងជាអីផាសៈហ្នឹងគឺជាតួប៉ះខ្ទប់ដែលវាកើតជាមួយនឹងចិត្តវាជាគ្រឿងផ្សំមួយនៅក្នុងចិត្តហ្នឹងវាកើតឡើងនៅពេលណាដែលមានរូបធម៌ហ្នឹងប៉ះគ្នាអញ្ចឹងទៅហ្នឹងហើយឬក៏ចិត្តហ្នឹងឯងខ្លួនឯងហ្នឹងអ្នកនឹករលឹកគិតដល់អីនិយាយដល់បន្ទាប់ពីទ្វារទាំង5ណាព្រោះភ្នែកវាប៉ះជាមួយរូបយើងថាមានផាសៈហ្នឹងហើយកើតឡើងព្រោះវិញ្ញាណហ្នឹងវាមកកើតអាស្រ័យហ្នឹងហើយចិត្តកើតអាស្រ័យចឹងចិត្តហ្នឹងមកមួយចេតសិកក្នុងនោះមានផាសៈហ្នឹងហើយហ្នឹងហើយចឹងមានន័យថាពេលដែលមានអីមកប៉ះពីខាងក្រៅគឺកាយប្រសាទអទូចពណ៌ខៀវនេះហើយឧទាហរណ៍ថាយើងយកដុំថ្មទៅវាយមកផាំងចឹងនៅក្នុងដុំថ្មហ្នឹងតាមពិតវាមានឲ្យកាយអាចដឹងបានហ្នឹងណារវាងមហាភូតរូប4គឺអាចដឹងបានរឹងទន់ក្តៅត្រជាក់ហ្នឹងហើយនឹងកម្រើកញ័រអញ្ចឹងទៅប៉ុន្តែដែលប្រកបឧទាហរណ៍យកដុំថ្មមកប៉ះគប់ផាំងអ្វីដែលប្រកបជាងគេក្នុងចំណោម3ដែលកាយអាចដឹងបានដឹងក្តៅដឹងញ័រឬក៏ដឹងរឹងហ្នឹងហើយអញ្ចឹងបានន័យថាដូចកាយយើងរៀននឹងមុនថាកាយហ្នឹងវាអាចតាមពិតគឺអាចដឹងបានទាំងអស់ម្ដងទាំង3ហ្នឹងប៉ុន្តែវាដឹងបានអាណាដែលប្រកបជាងគេអាណាដែលខ្លាំងជាងគេហ្នឹងអញ្ចឹងប៉ុណ្ណឹងបានទេបានទេហ្នឹងហើយអញ្ចឹងកាយប្រសាទគឺតួប្រសាទរូបដែលនៅពេញមករាងកាយយើងហ្នឹងបើអត់មានអីមកប៉ះខ្ទប់ទេក៏វាអត់ប្រកបដឹងដែរប៉ុន្តែគឺមាននៅនឹងអាភាពថ្លាហ្នឹងគឺមាននៅនឹងស្រាច់ស្រាប់ថាមានអីមកប៉ះមកដឹងមកមានអីមកប៉ះមកដឹងមកឧទាហរណ៍ដូចនៅក្នុងកាពះពោះវៀនរាល់ថ្ងៃវាប៉ះគ្នាទៅវិញទៅមកនឹងវាប៉ះគ្នាអញ្ចឹងទៅឬក៏អាហារដែលយើងលេបចូលទៅក្នុងពោះហ្នឹងហើយអញ្ចឹងពេលខ្លះដូចបើយើងញ៉ាំធម្មតាអត់សូវដឹងឯសាក់យើងញ៉ាំទឹកក្តៅឬក៏ទឹកត្រជាក់អីមួយអញ្ចឹងយើងមានអារម្មណ៍ថាដូចដឹងចូលទៅអញ្ចឹងមែនទេធ្លាប់ហ៎បានន័យថាទាំងក្នុងកំពង់កយើងហ្នឹងក៏វាមានប្រសាទរូបដែលអាចឲ្យយើងដឹងក្តៅត្រជាក់រឹងទន់ហ្នឹងឬក៏យើងលេបរបស់អីទៅមួយភ្លេចទៅពីហ្នឹងហើយធ្លាប់ទេលេបតកកច្រឡំដាក់មកក្អឺទៅលេបទៅអញ្ចឹងនឹងស្លាក់បរោយខ្ញុំធ្លាប់ទៅពីតកកមិនតាន់រលាយអស់មកច្រឡំលេបមកដាច់ខ្យល់តែវាលាយវាទូចដែរអញ្ចឹងទៅវាឆាប់រលាយប៉ុន្តែយើងមានអារម្មណ៍ថាត្រជាក់ឡើងងើងពេញរាងកាយនេះផងជាពិសេសក្បាលអ្នកមានអារម្មណ៍ហើយវាសារសរសៃនោះវារត់បញ្ជូនទៅវិញទៅមកពេញរាងកាយចឹងបានន័យថាប្រសាទរូបគឺមាននៅទាំងខាងក្រៅរាងកាយរបស់យើងគឺលើស្បែកផងហើយបកស្បែកចេញទៅហ្នឹងក៏នៅលើអាសាច់នៅខាងក្នុងស្បែកហ្នឹងក៏មានប្រសាទរូបសូម្បីតែគ្រឿងក្នុងរបស់យើងហ្នឹងក៏មានដែរប៉ុន្តែអត់មានណាកន្លែងដែលទ្រនៅទឹកលោកដាក់ថាពោះវៀនធំតែវិញយើងគិតថាលោកដាក់ថាកន្លែងដែលអបោធាតុគឺបាចកៈសំទោសតេជោធាតុគឺបាចកៈតេជោកន្លែងដែលទឹកសម្រាប់រំលាយអាហារហ្នឹងនៅតាមពេលរំលាយនៅអាហារហើយកន្លែងហ្នឹងអត់មានទេដោយសារអីក៏អាប្រភេទទឹកហ្នឹងវាក្តៅណាស់បើសិនជាកន្លែងហ្នឹងមានកាយប្រសាទឈឺរហូតហ្នឹងហើយប៉ុន្តែវាមានអាស្បែកម្យ៉ាងដែលអាចទ្រទ្រង់និយាយទៅវាកើតពីកម្មចឹងកម្មនោះវាឆ្នៃឲ្យអាចរបស់ហ្នឹងអាចនៅទ្រទ្រង់នៅនឹងបានគឺយើងឆ្ងល់ថាយើងប៉ះក្តៅអីបន្តិចបានចុះសត្វនៅរក់ទៅនៅក្នុងភ្លើងមិនបានណាថាវាកើតពីកម្មគឺកម្មហ្នឹងឆ្នៃឲ្យសត្វហ្នឹងអាចទៅនៅនឹងគ្រាន់ថានៅទាំងវេទនាណាមិននៅស្រួលទេណានៅតែវាក្តៅដែរគ្រាន់ថាវានៅតែអាចរស់បានដោយក្តៅកាហាយអញ្ចឹងទៅតែដល់ពេលដែលគេធ្វើទរណកម្មឬក៏ថាគេបោះចូលក្នុងកន្លែងណាកន្លែងណីអីអាហ្នឹងតាមកម្មទៀតចាត់ចែងទៀតអញ្ចឹងទៅ
ហើយបើសត្វដែលទៅនៅក្នុងលោកកណ្ដនរកដែលធ្លាក់ចូលទៅក្នុងទឹកក្រត់ហ្នឹងណាទឹកត្រជាក់ខ្លាំងហ្នឹងអញ្ចឹងបានរាងកាយហ្នឹងអាចនៅបានម្ដុំហ្នឹងតែបើធ្លាក់ចូលទៅក្នុងអាទឹកហ្នឹងគឺខ្ទេចហ្នឹងខ្ទេចរាងកាយហ្នឹងអញ្ចឹងរំលឹកមកប្រាសាទតរូបគឺកាយប្រាសាទរូបមេរៀនចុងក្រោយដែលយើងបានសិក្សាហ្នឹងហើយនេះយើងមកបន្តមេរៀនរបស់យើងទៀតតកតងជាមួយនឹងប្រាសាទរូបហ្នឹងប្រាសាទរូបយើងមិនសិក្សាមកជាប់បាន5អញ្ចឹងលោកថាក្នុងចំណោម5ហ្នឹងប្រាសាទរូប2គឺអាចប៉ះខ្ទប់បានជាមួយនឹងអារម្មណ៍គឺអត់ផ្ទាល់ទេប៉ុន្តែបើប្រាសាទរូប3ទៀតគឺអាចប៉ះខ្ទប់ដោយផ្ទាល់ហ្នឹងហើយអញ្ចឹងមេរៀនរបស់យើងអានេះគឺយើងអាចបានសិក្សាមកបានខ្លះហើយដែរដូចជាចក្ខុប្រសាទរូបអាចប៉ះខ្ទប់ជាមួយនឹងរូបអារម្មណ៍ដែលមកដល់មិនផ្ទាល់អាស្រ័យពន្លឺអញ្ចឹងបានន័យថាដូចយើងនិយាយគ្នាមិញអញ្ចឹងថាភ្នែករបស់យើងនេះមិនចាំបាច់តតែរូបភាពហ្នឹងមកបុកផ្ទាល់មួយភ្នែកឬក៏យករូបហ្នឹងមកផ្អឹបមួយភ្នែកទៅយើងឃើញរូបទេគឺរូបហ្នឹងគឺអាចឃើញបានដោយភ្នែកទៅតាមកន្លងរបស់ចក្ខុហ្នឹងអញ្ចឹងឲ្យតែមានពន្លឺគ្រប់គ្រាន់មកហ្នឹងហើយមានភ្នែកមានពន្លឺមានរូបហ្នឹងអាចអាស្រ័យដោយសារពន្លឺហ្នឹងមានពន្លឺហ្នឹងបានភ្នែកហ្នឹងអាចមើលឃើញបើល្ងិតឈឹងមើលអត់ឃើញទៅបីរូបហ្នឹងមានប្រកបឧទាហរណ៍ដូចយើងដាក់របស់អីនៅជុំវិញខ្លួនយើងអញ្ចឹងទៅហើយយើងបិទភ្លើងហើយយើងមើលទៅអញ្ចឹងអត់ឃើញទេតែរូបហ្នឹងមានអត់រូបហ្នឹងមានអត់ទៀតមានអ្នកគ្រូហ្នឹងហើយប៉ុន្តែភ្នែកមើលអត់ឃើញដោយសារអត់មានឃើញអត់រូបមានភ្នែកមើលអញ្ចឹងបានន័យថាភ្នែកមានប៉ុន្តែវាមិនប៉ះខ្ទប់ជាមួយនឹងរូបភាពហ្នឹងដោយផ្ទាល់មិនបាច់ចាំមកប៉ះជាមួយនឹងរូបនឹងភ្នែកផ្ទាល់ទេអញ្ចឹងបានន័យថានេះមិនផ្ទាល់ទី1ចឹងព្រោះមិនផ្ទាល់វាមាន2នៅមួយទៀតសោតប្រសាទរូបម្ដងតួតិចដែលដើម្បីលើសំឡេងហ្នឹងគឺប៉ះខ្ទប់មួយសត្វទាអារម្មណ៍ដែលមកដល់ក៏មិនផ្ទាល់ដែរតែអាស្រ័យអាកាសបានន័យថាសំឡេងក៏ដោយមិនបាច់ចាំមកស្រែកដាក់បុកនឹងតិចហ្មងទេមិនបាច់ទៅប៉ះដល់ប្រសាទរូបនឹងទេអញ្ចឹងបានន័យថាមិនបាច់ចាំមកផ្អឹបឲ្យជាប់ជាមួយតិចយើងទៅលឺទេគឺវាអាស្រ័យជាមួយនឹងអាកាសហ្នឹងហើយវាមានរំញ័រមកអញ្ចឹងទៅអាស្រ័យអាកាសបើពេលហ្នឹងមានអីមកខ្ទប់មកខាំងអីចឹងយើងបិទយើងនៅក្នុងបន្ទប់ដែលចិត្តចឹងមកចឹងវាអត់អាចមានរំញ័រហ្នឹងវាយបំបែកអានឹងបានណាបើថាស្ដើងហ្មងក៏រំញ័រនឹងអាចញ័រចូលមកដែរបើតែបើក្រាស់ហ្នឹងហើយរៀងក្រាស់ចឹងទៅចឹងវាញ័រចូលអត់រួចប៉ុន្តែបើអត់មានហ្នឹងគឺសំដៅដល់ពេលដែលអាចសំឡេងហ្នឹងវាអាចរំញ័រមកប៉ះគឺដោយសារមានអាកាសហ្នឹងឯងអាស្រ័យមានអាកាសហ្នឹងគឺទីលំហហ្នឹងតែអាចនាំឲ្យសំឡេងហ្នឹងមកលឺដល់តិចយើងបានអញ្ចឹងបានន័យថាហ្នឹងក៏មិនបាច់ប៉ះខ្ទប់ផ្ទាល់ជាមួយនឹងសំឡេងដែរតិចយើងហ្នឹងគឺអាចលឺបានដែរប៉ុន្តែវាត្រូវអាស្រ័យមានអាកាសហ្នឹងអញ្ចឹងចប់តកតងជាមួយនឹងការលឺផ្ទាល់មិនផ្ទាល់ឥឡូវចូលដល់ផ្ទាល់ម្ដងបានន័យថាតមកប៉ះម្ដងអញ្ចឹងលោកថាខៀនអ្នកប្រសាទរូបប៉ះខ្ទប់ជាមួយនឹងគុណធារម្មណ៍ដែលមកផ្ទាល់អាស្រ័យវាយោអញ្ចឹងក្លិនហ្នឹងហើយក្លិនហ្នឹងគឺត្រូវមកផ្ទាល់បានន័យថាឧបមាដូចរាល់ថ្ងៃនេះយើងមិនរៀនតាម Zoom មែនទេរៀនតាម Zoom ហ្នឹងភ្នែករបស់យើងនេះអាចឃើញរូបភាពខ្ញុំឯងមានបន្ថបបើកកាមេរ៉ាឃើញបើបើកកាមេរ៉ាបើកអេក្រង់មើលឃើញរូបខ្ញុំឯងហើយឮសំឡេងខ្ញុំទៅឯទេអញ្ចឹងបានន័យថាមិនបាច់ទៅផ្ទាល់ទេមែនទេមិនបាច់ទៅផ្ទាល់ទេណាតែឃើញប៉ុន្តែឧទាហរណ៍ឥឡូវខ្ញុំឆុងមីមួយចានហើយខ្ញុំហិតទៅឈ្ងុយណាជាញាតិពធឈ្ងុយបានអត់ទេអត់បានឈ្ងុយតើតែផ្ទាល់មែនទេដល់ភ្លក់មកចឹងបានន័យថាបើខ្ញុំចង់ឲ្យញាតិពធឆ្ងាញ់ដូចខ្ញុំឆ្ងាញ់បានទេអត់បានឆ្ងាញ់ទេព្រោះវាទៅឆ្ងាយមិននៅឆ្ងាយពេលអត់បានប៉ះចឹងអត់បានប៉ះចាញ់ដល់រលទេអ្នកគ្រូដល់តែអ្នកគ្រូហ្នឹងមុខគ្នាតែអ្នកគេធ្វើ content គេថាអញ្ជើញឆ្ងាញ់មួយខ្ញុំគេថតវីដេអូគេដែរមកបងទាំងអស់គ្នាអញ្ជើញឆ្ងាញ់មួយខ្ញុំឆ្ងាញ់បានទេ
អត់បាន អត់បានទេប៉ុន្តែបើរូបយើងអាចចែកគ្នាបាន អាចចែកបាន យើងអាចមកបើកកាមេរ៉ាមកមើលទាំងអស់គ្នានឹងឃើញបានទេបាន ហើយយើងបើកច្រៀងឲ្យស្ដាប់មកបើកពីចម្ងាយទៅអាចឮបានទេទៅដល់នោះឮបានហ្នឹងហើយ លឺអ្នកគ្រូ ហ្នឹងហើយគុណធារមនេះក្លិននេះឧទាហរណ៍ថា អត់បាន ខ្ញុំនៅក្បែរលូអញ្ចឹងទៅខ្ញុំស្អុយលូញាតិវត្ថុអាចស្អុយបានដូចខ្ញុំហ៎មិននៅឆ្ងាយ អត់ស្អុយទេបានអ្នកគ្រូ មកទៅលូនៅចិត្តគ្នា តើតែញាតិវត្ថុនៅចិត្តលូស្អុយលូខាងនោះទៅខ្ញុំស្អុយលូខាងនេះចែកគ្នាស្អុយ ចេះស្អុយ អញ្ចឹងបានន័យថាឃើញវាត្រូវការផ្ទាល់ដែរ តើ ផ្ទាល់បានបើមិនផ្ទាល់ទេរួចរងនៅតែឃើញទោះបីជាវិទ្យាសាស្ត្រខ្លាំងប្រកែប៉ុណ្ណាមិនដឹងថានាំមកក្លិននឹងឲ្យទៅផ្ទាល់គ្នាដូចយើងមើលឃើញគ្នាវាឆ្ងាយឬវាមិនណាបានអស្ចារ្យព្រះអង្គបានន័យថាពីមុនយើងឧទាហរណ៍ថាកាលដែលយើងអត់មានទូរស័ព្ទដាក់ឬក៏ប្រព័ន្ធបច្ចេកវិទ្យាដែលយើងអាចមើលឃើញគ្នាពីចម្ងាយយើងនឹងមិនជឿថាអារូបភាពហ្នឹងទោះបីជាមិនផ្ទាល់ក៏យើងអាចមើលឃើញដែរយើងប្រកាសជាអត់ជឿទេយើងគិតថាតើតារបស់ហ្នឹងមកផ្ទាល់ឃើញនៅមុខយើងនឹងបានយើងគិតថាវាផ្ទាល់អញ្ចឹងចុះតែយើងអត់ដឹងថាវាអាចមានអាប្រព័ន្ធមួយដែលអាចពាក់ព័ន្ធគ្នាដោយមិនផ្ទាល់អញ្ចឹងបានណាហើយមកដល់ពេលឥឡូវនេះនៅតែអត់អាចធ្វើអារបស់មិនផ្ទាល់នេះអារបស់ហ្នឹងហើយអារបស់ផ្ទាល់នេះមកប៉ះបានថាដូចយើងមើលគ្នាពីចម្ងាយអញ្ចឹងទៅចង់ប៉ះគ្នាពីចម្ងាយក៏ប៉ះមិនបានប៉ះអេក្រង់ក៏វាដឹងបានថាប៉ះតែគាត់ថាប្រើកុំព្យូទ័រប៉ះតែកុំព្យូទ័រអញ្ចឹងទៅអាចប៉ះមនុស្សជាក់ស្ដែងទេក្លិនក៏ដូចគ្នាដែរហ្នឹងហើយរសជាតិក៏ដូចគ្នាដែរហ្នឹងហើយអញ្ចឹង3ចុងក្រោយនេះគឺអត់អាចដឹងអារម្មណ៍បានទេបើមិនមកផ្ទាល់ហ្នឹងហើយហើយយើងចង់ភ្លក់រសជាតិអីគឺតតែទៅផ្ទាល់បានភ្លក់បានយើងចង់ហិតក្លិនថាតេស្តទឹកអប់ជាងអ្នកលក់ទឹកអប់ពីមុនខ្ញុំលក់ទឹកអប់ដែរអញ្ចឹងទៅគេសួរថាបងក្លិននឹងក្អូបអត់ហ្នឹងហើយទឹកអប់វាក្អូបមែនទេទៀតទឹកអប់ទាំងអស់វាសុទ្ធតែក្អូបគ្រាន់ថាវាក្អូបបែបណាផ្សេងគ្នាផ្សេងគ្នាទៅខ្លះរៀងផ្អែមទៅខ្លះរៀងសទន់ទៅខ្លះរៀងស្រាលទៅតាមចំណង់ចំណូលចិត្តអញ្ចឹងខ្លះឈួលហ្មងចង់ឈួលខ្លាំងមកវារៀងឈួលច្រមុះអញ្ចឹងទៅហ្នឹងហើយអញ្ចឹងច្រមុះនេះគឺអត់អាចប៉ះខ្ទប់ជាមួយនឹងក្លិនដែលមិនផ្ទាល់បានទេតើតែក្លិនហ្នឹងប៉ះមកផ្ទាល់មានខ្យល់វាយោហ្នឹងនាំក្លិនហ្នឹងឧទាហរណ៍ថាផោមដាក់កង្ហារចំកណ្ដាលហើយអ្នកដែលត្រូវផោមគឺឈរឲ្យចំពីមុខកង្ហារដែលបែរមុខចំមកហើយយើងឈរពីក្រោយហ្នឹងហើយផោមទៅបើមានខ្យល់នឹងរុញទៅដល់ច្រមុះអ្នកក្រោយស្អុយមែនទេតែអ្នកដែលនៅចិត្តគ្នាហ្នឹងតែនៅពីក្រោយកង្ហារវិញធំហ៎បើសិនជាក្លិនហ្នឹងហ្នឹងហើយគឺអត់ធំទេព្រោះអីខ្យល់ហ្នឹងវានាំទៅខាងក្រោយហ្នឹងហើយនាំទៅខាងក្រោយអញ្ចឹងមកន័យថាពេលហ្នឹងគឺអាស្រ័យខ្យល់នាំទៅណាគឺស្អុយទៅហ្នឹងហើយហើយជីវហាប្រាសាទគឺតួជីវហាប្រាសាទរូបដែលនៅអាស្រ័យនឹងតាទូចនៅកន្លែងកំពុំផ្កាអបុលយើងថាវារូបរាងសន្តានដោយផ្កាផលិតឬផ្ការំចង់ឬផ្កាអីផ្កាទៅអាផ្កាដែលមានរូបរាងអញ្ចឹងណាហ្នឹងហើយផ្កាមួយទៀតដូចអីគេហៅផ្កាអីគេ tulip ទេtulip មើលទៅវាស្តៀងក្រៅថាវាអត់សូវស្រួចដូចផ្កានេះអ្នកគ្រូផ្កាលីលីពេលនៅកំពុំដូចផ្កាលីលីវាមើលទៅវារាងវែងពេកមែនទេវាអត់សូវបោពេលវាកំពុំទៅបោនិយាយទៅគឺផ្កាផលិតហ្នឹងហើយដោយព្រះអង្គឧបមាហ្នឹងអញ្ចឹងទៅត្រូវអញ្ចឹងមកន័យថាជីវហាប្រាសាទហ្នឹងហើយតួជីវហាប្រាសាទគឺប្រាសាទរូបមានមហាពុទ្ធរូបដែលបានន័យថាប្រាសាទរូបដែលវាអាស្រ័យនឹងមហាពុទ្ធរូបប៉ះខ្ទប់ជាមួយនឹងរសជាតិរក្សាអារម្មណ៍ហ្នឹងគឺរសជាតិគឺត្រូវតែមកផ្ទាល់ដែរហ្នឹងហើយដូចយើងនិយាយគ្នាមិញអញ្ចឹងណាភ្លក់រសជាតិអីមួយវាមិនអាចភ្លក់ចងាយបានទេគឺត្រូវតែរបស់ហ្នឹងមកប៉ះនៅនឹងដាតហ្នឹងហើយដាតហ្នឹង
គឺត្រូវមានប្រាសាទរូបហ្នឹងហើយប្រាសាទរូបដែលអាស្រ័យនៅនឹងអត់ទាន់ខូចអត់មានបញ្ហាអីអញ្ចឹងមានអាទឹកដែលវាអាចផ្សើមនៅអាហារហ្នឹងហើយវាជ្រាបចូលទៅក្នុងទួនដាតហ្នឹងហើយអាចឲ្យជីវហាប្រាសាទហ្នឹងប៉ះខ្ទប់ជាមួយនឹងរសជាតិហ្នឹងអញ្ចឹងទៅដឹងជីវហាវិញ្ញាណកើតឡើងមកដឹងថាមានរសជាតិអីចឹងទៅហ្នឹងហើយតែឆ្ងាញ់ហ្នឹងដល់ចិត្តនោះមនុស្សទ្វាអ្នកធ្វើការបន្តទៀតទៅពេលគេហូបស្វាយហើយយើងហៀទឹកមាត់ដែរអាហ្នឹងមិនហ្នឹងអាហ្នឹងដោយសារតែយើងធ្លាប់ហូបអាហ្នឹងដែរបើស្វាយមិនសូវអីទេបើគេតលឹងទឹកទួតហ្នឹងមួយតលឹងទឹកហ្នឹងដែរអារបស់ណាដែលជូរខ្លាំងហ្នឹងណាដោយសារយើងធ្លាប់យើងធ្លាប់ចឹងទៅវាធ្វើឲ្យផ្លូវចិត្តរបស់យើងនោះវាប្រតិកម្មជាមួយវាទៅវាធ្វើការខ្លួនវានៅក្នុងហ្នឹងឲ្យរូបធម៌ហ្នឹងវាប្រកបឡើងគឺចេញទឹកមាត់មករូបធម៌ហ្នឹងទឹកមាត់ហ្នឹងមិនជារូបធម៌ដោយសារចិត្តហ្នឹងហើយអ្នកគិតនៅសភាពជូរជាតិវាហ្នឹងអញ្ចឹងទៅវាធ្វើឲ្យរូបធម៌មួយកើតឡើងគឺទឹកមាត់ចេញមកហើយលោកគ្រូជូរឡើយបំនាំគ្នាចេញទឹកមាត់គ្រប់គ្នាសាកមកដាក់តលឹងតឹងពីមុខមួយជលក់អំបិលបានខំឆ្វាមកមិននិយាយទៅច្រកទឹកមាត់វាទឹកមាត់ទៅហមជូរដែរលើតែសួរថាដឹងជូរដែរញាតិធម៌ពងតែមើលរូបអីចឹងគាត់ថាឃើញថាហ្នឹងវាជូរអត់ប្រកបទេអត់បានដល់អត់ប្រកបហ្នឹងគ្រាន់តែដឹងថាវាជូរធ្លាប់ញ៉ាំហ្នឹងហើយធ្លាប់ញ៉ាំវាជូរធ្លាប់ហូបគ្រូសុំសួរមួយទៀតចាទៀតគ្រូពេលដែលគេយកឈើទៅបុកភ្នែកបែកសម្ភារៈចាក់ខុសឬក៏បែកចាក់ខុសប្រសាទចឹងបានន័យថាយើងដឹងហើយថាតួភ្នែកច្រឡំថាស្លាយតើទៅស្គ្រូអីឧទាហរណ៍ចាក់រហូតដល់ខ្វាក់ណាគ្រូរហូតដល់ខ្វាក់វានៅតែបែកពួយចាក់ខុសប្រសាទហ្នឹងណាគ្រូហ្នឹងហើយនេះពួយចឹងតែខ្វាក់ពួយយើងដឹងហើយថាពេលដែលយើងរៀនពីចក្ខុនោះតួខាងក្រៅនេះវាមិនមានវាមានប្រសាទទៅរូបផ្សេងគឺកាយប្រសាទមែនទេទៀនកាយប្រសាទដែលរៀនហ្នឹងគឺកាយប្រសាទនៅពេញហ្នឹងទាំងអស់វាលេងតែកន្លែងមួយដែលនៅកណ្ដាលនេះជ្រៅតិចតែនៅខាងក្រៅទៀតនៅជ្រៅខាងក្នុងនេះយើងមើលទៅនេះខ្នាតប្រហោងនេះទៅចូលតាមមកប្រហោងហ្នឹងទៅគឺវានៅក្នុងប្រហោងហ្នឹងឯងចឹងបានន័យថាពេលដែលចាក់មកគឺត្រូវប៉ះអាក្រៅសិនហ្នឹងមែនទេទៀនចឹងមកប៉ះអាក្រៅកន្លែងនេះអាចប៉ះប្រសាទរូបផ្សេងទៀតគឺប៉ះជាមួយកាយប្រសាទសិនហើយបានបុកចូលទៅរហូតដល់ខូចភ្នែកមើលលេងឃើញហ្នឹងគឺប៉ះទៅដល់ប្រសាទរូបដែលអាស្រ័យនៅក្នុងហ្នឹងហើយហ្នឹងហើយមិនទីទឹកមិនតិចនៅក្នុងភ្នែកហ្នឹងភាពថ្លាហ្នឹងបើវាប៉ះទៅដល់ហ្នឹងចឹងខូចទាំងអស់បានន័យថាអ្នកគ្រូខ្ញុំធ្លាប់បុកកញ្ចក់ដៃដូចថាជួបអកុសលវិបាកខ្លួនឯងចាកញ្ចក់យើងចំកែវភ្នែកហ្នឹងអ្នកគ្រូឡើងលបកស្បែកដល់ពេលហើយយូរទៅវាជាខ្លួនឯងវិញហ្នឹងហើយនឹងសំណាងដែលអត់ខ្វាក់ហ្នឹងចឹងបើន័យថាពេលហ្នឹងប៉ះតែកាយប្រសាទទេដែលដឹងថាឈឺមែនទេអត់តន់ប៉ះដល់ដោយសារវានៅជ្រៅឡើងលាត់ហ្នឹងហើយដោយសារចក្ខុប្រសាទហ្នឹងវានៅនិយាយទៅវាសង្ងំពួនជ្រៅហ្នឹងហើយទីទៀតពេលដែលយើងរៀនប្រៀបធៀបកន្លែងនេះលោកវិជ្ជាទីកន្លែងដែលវានៅហ្នឹងគឺចូលចិត្តនៅកន្លែងជ្រៅស្ងាត់ក្រៅហ្នឹងអ្នកគ្រូមិញប៉ះផ្ទាល់ហ្នឹងមកអី3 2ប៉ះមួយណាប៉ះផ្ទាល់ណាប៉ះមិនផ្ទាល់មិនគ្រូប៉ះពីប៉ះផ្ទាល់ចក្ខុនិងសន្តៈនេះមិនផ្ទាល់ហ្នឹង3កោផ្ទាល់3កោផ្ទាល់ណាគ្រូចាដូចបងបូរាអាចមិនផ្ទាល់ហ្នឹងតែអាចដឹងបានគឺតាមរយៈភ្នែកនិងតិចដូចឧបមាបច្ចុប្បន្ននេះពងតែប្រកបនេះគឺរូបភាពខ្ញុំគឺអាច
mình toán có ai mơ khơi mà này bên tay cái này ní cứ cho là sập lục dây ông bị mục nâng vào rồi và chăm rụp hiệp nâng một bụng này chăm khơi thì cứ còn nơi mà là món cái này nè này việc bạn này thà nơi không rùng vùng đẹp này ai mơ khơi nhé này đây lục hai bịa thà nơi không còn lôm chặt khổ nè chẳng này dưới nó việc bành từ bàn phần má cái việc khơi phần nâng ai khơi là bạn đóng việc thời khơi nên chẳng tới bị cõi mượt khơi thì tỏ bài và cõi với mình khơi xong lên cái đôi kia đấy có viêm 300 màu bốc nâng thì chị trăm lư đấy cứ ai viêm biên đồng nhùa nắng màu tòa bà này ông màu bạc lư bà này đầu pe cho đó phụ tòa này là bỏ từng ở nắng rom đại một bạc nắng cứ to tại màu tòa và ai đằng bán tam dạ khiên nè và sáng cứ chùm một ở đằng khlen nữa nhung nơi bị chừng ngày chẳng cứ ai ao như cái thọ đằng khlen ấy để nhung cũng hết nơi chung quanh như thế nhiệt thoát có mình ai tè khăn năng màu nhung bàn đấy và nơi ngày kia chẳng chi và ha đôi kia cứ tuôn đạt bao dương đại miền và xa tà rụt nắng hỡi ai bắt cho mùi nâng ruột chết có ăn ai đăng bàn đấy và nơi ngày kia to ta là bỏ nâng mọc bạc nâng chi và ha và xa nâng mình chi và ha và nhiên cả lớn chật đài cả nâng chi và ha và xa tà rụt làm bày đăng ruột chết nâng máuตัวมากายภาษาដូចគ្នាមកប៉ះនឹងរាងកាយហ្នឹងយើងអាចប៉ះគ្នាតាមរយៈ Zoom នេះបានទេឧទាហរណ៍ដូចកូនសិស្សណានិយាយអីច្រើនពេកទៅចង់យកដៃទៅខ្ទប់មាត់ផ្ទាល់ក៏ខ្ទប់បានដែរតែអាចបិទបញ្ញូតបានហ្នឹងចឹងបានន័យថារបស់ហ្នឹងគឺតតែផ្ទាល់បានផ្ទាល់ 3 ផ្ទាល់ 2 មិនផ្ទាល់ chẳng cho toàn Bảy vào tuần, tới pi châu ập tỏi. Xong một cái nè kêu dạ nè kêu nhung thằng cho nó nè để kêu bây giờ mình nó bờ khen nè bà san đấy vì ai chặt cho từ không ti mua ti pi bán nó nè kêu ca pa mình to lắm mình đây thà đôi thà dớn ở nhung vô là việc tha mình to đừng to lắm còn tái khi nè bà sát đôi thà đăng khẩn bơ chừng ngày te giờ còn đăng tha từ đầu nơi nãy bọn ta cái cha ấy rồi cái cha ấy chui khăn tôm ấy rồi nè kêu nó mình cho pa mình to đài giàu rồi anh nói chưa bây giờ chẳng dương kịch tha đời xa ta cái phơm hốp nó tẹt kì thì dương nó tẹt dương này thì cha hay nó dương kịch tha mình to tam bất cứ trâu tại to đời xa ấy đời xa ta khăn nó về trâu khô bỏ máu trôi máu cho máu dương dương nên đây thì bên đại khăn nó về mình đó cho máu dương chẳng ban đây tha to ai rụp bật thoa nó về máu đo cho máu máu bên tay phê ăn đôi kia để cho mùi nâng từ chuyện nâng phê nó cứ te nờ nâng đỡ bạch màu phê te ní trời ta ho một bụng này dương tế bàn đấng thì như sự việc chẳng ấy tự chuyện nó có đôi kia này thì chuyện nó còn 300 mình đu nơi đi nữa này chẳng bán nó này nữa cha nhầm vô lên mẹ kêu nhầm trong khoan đây mình này mấy ai khoan đây bà nhung chỉ diêm lực ục tờ họ và chậm bằng đấy nhưng ai khơi ai lư bán đôi mình tối phần đấy nhưng mà ai đăng rồi chiết kia bị chừng ngày này trong là lộ định nè nơi đó America nè nơi đó Australia nè nơi đó New Zealand đấy để bọn gần thi có trong thơ mà hôm ấy nhanh trong về nhanh phần ná vẫn trong lộ bàn này đăng này bậc hai con lơ cao cà phê mơ ní cao cà phê chẳng nhưng mơ khơi này đấy thế bạch mọc to cái dương mơ khơi này ai sầm lên rồi bao cà phê đây con cô tao lư sờ lên tao co lư sờ lên ấy cái dương ai lư bán này mà đấy con tay vào bông thì bớt cướp chẳng tới ôi chui na ôi nhanh na giờ ôi ở độ tranh thì lên con cho đó mà nổ nhanh biết này chẳng đăng đợt bà này đăng đợi dân thầy ọt lịch đó này ọt lịch chào con này kêu có ôn nét không mà cao đài dạ vâng
តើបង ថ្ងៃ បើបងដណៃឃ្លានកាហ្វេដោយបងកន្ធីដែរតើឆុងមួយកែវ ថ្ងៃមុនខ្ញុំឃើញបងកន្ធីអើយខ្ញុំថាបងឯងជួយដូចចង់ផ្ញើឲ្យមួយកែវផង តើផ្ញើមកបានប៉ះផ្ទាល់បាន ទី ពីចងាយអត់បានទេហ្នឹងហើយចឹង ជាកាហ្វេលោកគ្រូឲ្យនោះចង់ ដល់មកដល់ផងអ្នកមីង គ្រូជាពាក់សិនត ពេលលោកគ្រូតសំបានមកកញ្ចប់មកកញ្ចប់ដូចខ្ញុំមាន យូរហើយ មកកញ្ចប់មាន អត់ផងនេះថ្ងៃនេះដឹងសំបានទៀតអត់ មកប្រអប់ឡើង20ជាងមកយូរលោកគ្រូសួរឲ្យកដោម្ដង ថ្ងៃ ត្រង់ នេះត្រូវ សំ ឆ្លើយសំណួរលោកគ្រូអូន យូរពេកតើ ឆ្លើយ យូរពេកតម្លាក់ order ហ្មងទៀត ចាថ្ងៃហ្នឹងសំណួរលោកគ្រូខ្ញុំឆ្លើយក្នុងក្រុមហើយតែមិនដឹងថាបានកាហ្វេអត់បងព្រោះបានទឹកឯដឹង តែក្តៅផងទៅយកទាំងពីរយកមួយណាក៏បានដែរឲ្យតែលោកគ្រូផ្ញើឲ្យ អញ្ចឹងឥឡូវទៀតមកដល់កន្លែងមេរៀនភាសាទៅរូបគួរចងចាំកន្លែងនេះលោកម្ចាស់ឡុងដាក់ឲ្យសិក្ខាកាមអ្នកបញ្យលម្ដងហ្នឹងហើយបានន័យថាអ្នកចែកម្លែកក្នុងនាមជាគ្រូក្នុងនាមជាអីដែរនិយាយច្រើនហ្នឹងនិយាយច្រើនពេកហើយចឹងឲ្យសិក្ខាកាមនិយាយម្ដង ចឹងមេរៀនភាសាទៅរូបគួរចងចាំចឹងក្រុមជើញញាតិធម៌មួយរូបមកអានហើយបើញាតិធម៌មាន5រូបដើម្បីបញ្យលម្ដងមួយនេះទៅតាមអ្វីដែលលោកសរសេរមក អ្នកគ្រូឲ្យអាននេះទៀត អានសិនហើយត្រូវការ ខ្ញុំ 5រូ ទៅ ប មកអានអ្នកគ្រូ ខ្ញុំសូមអានចុះ បងឥឡូវ ឥឡូវបងសូមអានមិនខ្ញុំឆ្លើយ ចឹងហ៎បងចាសូមអញ្ជើញអញ្ចឹងបងខ្ញុំមិនមកដល់ដែរ ខ្ញុំសូមអានអញ្ចឹងមេរៀនភាសាទៅរូបគួរចងចាំសិក្ខាកាមបញ្យលភាសាទៅរូបប្រែថារូបដែលមានភាពថ្លាហើយមើលមិនឃើញដោយភ្នែកឬយកដៃទៅប៉ះបានឡើយភាសាទៅរូបទាំង5នោះគឺ1ចក្ខុភាសាទៅរូបឧបមាមានសន្តានប្រមាណប៉ុនក្បាលចៃស្ថិតនៅក្នុងកណ្ដាលនៃរុនប្រស្រីភ្នែកនៃស័ក្តិសមភរៈចក្ខុសម្រាប់ជាចក្ខុវត្ថុនិងចក្ខុទ្វារទី2សោតប្រសាទរូបជាសន្តានដូចរង្វង់ចិញ្ចៀនមានជាកម្រមានរោម មានរោមក្រហមដិតតូច តូចល្អិតដុះឡើងស្ថិតក្នុងប្រហោងនៃស័ក្តិសមភរៈសោតៈសម្រាប់ជាសោតវត្ថុនិងសោតទ្វារខៀនអ្នកភាសាទៅរូបមានសន្តានដូចក្រចកតាមពេលនេះក្រចកជើងពពែដាក់តែក្រចកពពែស្ថិតក្នុងប្រហោងនៃស័ក្តិសមភរៈខៀនអ្នកសម្រាប់ជាខៀនអ្នកវត្ថុនិងខៀនអ្នកទ្វារជីវហាវត្ថុជីវហាភាសាទៅរូបមានសន្តានដូចចុងផ្កាអបុលស្ថិតក្នុងប្រហោងនៃស័ក្តិសមភរៈជីវហាសម្រាប់ជាជីវហាវត្ថុនិងជីវហាទ្វារកាយភាសាទៅរូបទី5កាយភាសាទៅរូបមានសន្តានដូចសរសៃកបាសដែលជ្រាបតាមស្រទាប់ផ្សាយទូទៅក្នុងសរីរៈវាលែងតែចុងសក់ក្រចកស្បែកក្រិនជាដើមសម្រាប់ជាកាយវត្ថុនិងកាយទ្វារចប់ទៀតចាសាធុអរគុណទៀតហ្នឹងហើយអញ្ចឹងអានចប់ហើយឥឡូវត្រូវការញាតិពធ5រូបទៀតដើម្បីបញ្យលពីភាសាទៅរូបមួយនេះចាបងដណៃតមុនគេទៀត ខ្ញុំសូមឱកាសមុនណា ចា ចឹងជំរាបជាបឋមខ្ញុំសូមជំរាបសួរដល់
អ្នកគ្រូលោកគ្រូនិងសូមនមស្ការគុណម្ចាស់និងគោរពនិងសូមជម្រាបសួរដល់បងប្អូនធម្មយាទាំងអស់គ្នាខ្ញុំសូមឱកាសពន្យល់នៅចក្ខុប្រសាទរូបដែលមានសន្តានប្រមាណប៉ុនក្បាលចៃនេះអ្នកគ្រូអញ្ចឹងចក្ខុប្រសាទរូបនេះលោកឧបមាថាមានសន្តានប្រមាណប៉ុនក្បាលចៃស្ថិតក្នុងកណ្ដាលនៃរន្ធប្រស័យភ្នែកនៃសសម្ភារៈចក្ខុសម្រាប់ជាវត្ថុនិងជាចក្ខុទ្វារចក្ខុវត្ថុនិងចក្ខុទ្វារអញ្ចឹងមានន័យថាថងចំណុចនេះឧទាហរណ៍ដូចជាយើងប្រមាណប៉ុនក្បាលចៃគឺនៅខាងក្រោមសន្ទាប់នៃប្រាសាទរូបខាងក្រៅអ្នកគ្រូដែលនៅខាងក្នុងនឹងឯងប្រមាណប៉ុនក្បាលចៃហ្នឹងហើយមានសភាពថាដល់ជាទីសំគួរឲ្យចក្ខុវិញ្ញាណកើតដែលយើងអាចនឹងឧទាហរណ៍ថាមានដូចជាហៅថាសសម្ភារៈចក្ខុនឹងឯងដែលគូនឹងរូបផ្សេងណាដូចថាយើងស្រឡឹងទៅឃើញស្រឡឹងអីចឹងណាហើយបើជឿនជាយើងនិយាយដោយសង្ខេបគឺបាន14ដោយពឹស្ដាមានដោយសង្ខេបគឺមាន14ដោយពឹស្ដាមាន44ដែលរូបនេះអាចកើតអំពីសមុទ្ឋាន4ណាអ្នកគ្រូកើតអំពីកម្មកើតអំពីចិត្តកើតអំពីអតុកើតអំពីអាហារអញ្ចឹងម៉ាំងសង្ចក្ខុគឺកើតបាន44នេះឯងខ្ញុំអត់ចេះបញ្យល់មកទេនេះម៉ាំងសង្ចក្ខុហ្នឹងជាតួសាច់ភ្នែកដល់ពេលចក្ខុសន្តានប្រមាណប៉ុនក្បាលចៃហ្នឹងគឺជាប្រាសាទភាពថ្លានៅក្នុងកែវភ្នែកអ្នកគ្រូហើយជាច្រកចិញ្ចូលហ្នឹងមានន័យថាយើងជាច្រកហ្នឹងគឺជាទ្វារបិទបើកនឹងឯងប៉ុន្តែមានន័យថាវាជាទីដែលសំគួរឲ្យចក្ខុវិញ្ញាណកើតប៉ះខ្ទប់នឹងសសម្ភារៈចក្ខុហ្នឹងទៅជាមួយនឹងរូបផ្សេងយល់អត់អ្នកគ្រូខ្ញុំអត់ចេះបញ្យល់ខ្ញុំបញ្យល់បានប៉ុណ្ណឹងឯងសូមអរគុណអ្នកគ្រូចាសាធុអរគុណច្រើនទៀតចាហើយបានប៉ុណ្ណឹងយកហ៎រាប់ថាមិញហ្នឹងបញ្យល់ចូលក្នុងសសម្ភារៈចក្ខុបានន័យថាសាច់ភ្នែកម្ដុំហ្នឹងចាចូលទៅមុខទៀតគ្រូបន្ថែមអញ្ចឹងខ្ញុំ free ជូនគ្រូជួនទៀតហ្នឹងអញ្ចឹងអរគុណច្រើនបងអណែតទៀតអញ្ចឹងក្រុមជ័យញាតិធម៌រូបទៀតបញ្យល់តកតងជាមួយសោតប្រសាទរូបឬក៏ស្រឡាញ់មួយណាក្នុងចំណោម4ក្រោមរើសបានហ្នឹងហើយមិញឃើញដូចបងពលៈលើកដៃលើបាត់តាណាបាត់ហើយមានកាច់ទៀតណាលោកអ៊ំបន្ថនទៀតក្រុមជើងទៀតអាចបើកវិញ្ញាណបញ្យល់បានទៀតចាលោកអ៊ំបន្ថនទៀតអត់តាន់បើកវិញ្ញាណខាងដល់បញ្យល់ម្នាក់ឯងបាទសំទោសចានិយាយអស់មកព្រោះហើយក៏សូមខ្ញុំបានឱកាសដើម្បីនឹងជម្រាបសួរអ្នកគ្រូលោកគ្រូនិងធម្មយាទាំងអស់បាទខ្ញុំសាកល្បងនឹងឆ្លើយសាកល្បងនៅមេរៀនអំពីសោតប្រសាទរូបមានសន្តានដូចជារង្វង់ចិញ្ចៀនដែលរាងជាគូតខ្យងដែលជាមានលក្ខណៈរបស់សោតប្រសាទគឺមានជាអ្នកគឺជាអ្នកទទួលនៅភូតរូបដែលគួរដល់ការប៉ះទប់នៃសម្លេង
គឺសត្វទារម្មណ៍ហើយដែលសំឡេងនោះក៏ចូលមកប៉ះទប់ជាមួយនឹងសោតប្រសាទតាមរយៈដែលមិនដែលអាស្រ័យនឹងអាកាសបើអាកាសនៅចូលមកដល់តិចយើងនឹងគឺវាអាចធ្វើឲ្យយើងទទួលនៅសត្វទារម្មណ៍បានហើយគឺទីនោះគឺគេហៅថាសតវត្ថុនឹងជាច្រកចេញចូលនៃសំឡេងដែរគេហៅចក្ខុសោតទ្វារខ្ញុំមិនច្រឡំទៅសោតវត្ថុនិងសោតទ្វារប៉ុន្តែការប៉ះទប់នៅសត្វទារម្មណ៍នេះបើគិតតាមមโนទ្វារក៏មិនមកផ្ទាល់ដែរក៏វាមិនអាស្រ័យអាកាសដែរស្ថិតនៅលើមโนតែយើងអាចគិតពីអតីតកាលបាននៅសំឡេងដែលយើងនេះក៏វាមិនអាស្រ័យអាកាសដែរក៏តែវាមកតាមផ្លូវមโนវិញ្ញាណរបស់យើងសោតប្រសាទរូបប៉ះទប់ជាមួយនឹងសត្វទារម្មណ៍បង្កើតបានទៅជាសោតសត្វទារម្មណ៍ចក្ខុសោតចក្ខុសោតវិញ្ញាណតែការប៉ះទប់ជាមួយនឹងទាំង3នេះបានទៅជាសោតសម្ភាសៈហើយសោតសម្ភាសៈនេះបន្តទៅកើតទៅជាវេទនា3គឺសំឡេងល្អជាសំឡេងគួរជាទីពេញចិត្តនឹងហៅថាសុខវេទនាទៅបើសំឡេងមិនល្អត្រូវគេជេរក៏ជាកើតទៅជាទុក្ខវេទនាទៅបើសំឡេងនោះយើងចាត់ទុកថាជាប្រងើយជាកណ្ដាលក៏ជាឧបេក្ខាទៅនេះជាលក្ខណៈការប៉ះទប់របស់សោតប្រសាទរូបចាអរគុណទៀតចាសាធុអរគុណអ៊ំចុងក្រោយមានបញ្យល់ទៅដល់វេទនាទៀតប៉ុន្តែចង់សួរបញ្ជាក់លោកអ៊ំថាកន្លែងសោតវិញ្ញាណកើតណាសោតវិញ្ញាណនឹងប្រកបដោយវេទនាមួយណាទេសោតវិញ្ញាណកើតឡើងដោយសារវេទនា3វេទនា3នោះគឺសុខវេទនា1ទុក្ខវេទនា1និងឧបេក្ខាវេទនា1ទៅតាមអារម្មណ៍ទៅតាមសំឡេងដែលសត្វទារម្មណ៍ដែលមកប៉ះទប់ជាមួយនឹងយើងសោតវិញ្ញាណអញ្ចឹងចង់សួរបញ្ជាក់តែសោតវិញ្ញាណនេះតួសោតវិញ្ញាណនឹងហ្មងណាមានវេទនាប៉ុន្មានដែលកើតជាមួយសោតវិញ្ញាណនេះបើតាមប្រសូតមានតែ3បើតាមអភិធម្មយើងមានដល់5អញ្ចឹងសោតវិញ្ញាណវេទនាដែលកើតជាមួយហ្មងគឺវេទនាដែលវេទនាសោតវិញ្ញាណប្រកបសោតវិញ្ញាណប្រកបជាមួយវេទនាណាមើលឥឡូវមករំលឹកមេរៀនតិចមកទៀតសោតវិញ្ញាណវេទនាដែលកើតជាមួយសោតវិញ្ញាណមានវេទនាមានសោតវិញ្ញាណមានចិត្តពីរដួងហ្នឹងហើយចិត្តពីរដួងចិត្តទាំងពីរដួងហ្នឹងប្រកបដោយវេទនាមានវេទនាណាខ្លះប្រភេទណាខ្លះឬក៏ថាឈ្មោះអី
វេទនាបើយើងនិយាយដោយប្រសូតមាន3មានសុខទុក្ខហើយនិងឧបេក្ខាដល់ពេលយើងនិយាយតាមឥន្ទ្រីន័យមាន15មាន15បាទឥឡូវយើងនិយាយថា5ចុះឥឡូវសោតវិញ្ញាណនេះកើតជាមួយវេទនាទាំង5ហ្នឹងឬក៏សោតវិញ្ញាណហ្នឹងកើតបានតែវេទនាណាមួយក្នុងចំណោម5អាចកើតបានទាំង5បើសិនជាយ៉ាងម៉េចទេអ្នកគ្រូកន្លែងហ្នឹងខ្ញុំចង់ភ្លេចហើយសោតវិញ្ញាណកើតឡើងកើតបាន2ណាគ្រូវិញ្ញាណនេះជាវិបាកជាកុសលឬក៏ជាអកុសលឬក៏ជាវិបាកគ្រូជាវិបាកឧបេក្ខាវេទនាហើយវេទនាវេទនាដែលកើតជាមួយសតវិញ្ញាណមានតែប៉ុន្មានវេទនាឧបេក្ខាវេទនាហ្នឹងហើយឧបេក្ខាវេទនាចឹងខ្ញុំមានតែឧបេក្ខាមួយណាដែលកើតបានជាមួយនឹងបញ្ចវិញ្ញាណនេះទៅមានភ្នែកតិចច្រមុះអណ្ដាតកាយអត់ទេសំទោស4នៃពុកាយអត់ទទួលឧបេក្ខាទទួលបានតែ2កាយទទួលបានតែសុខនិងទុក្ខសុខនិងទុក្ខអញ្ចឹងបានន័យថាសោតវិញ្ញាណកន្លែងនេះគឺវាកើតឡើងវាប្រកបជាមួយនឹងតែវេទនាមួយគត់គឺឧបេក្ខាអត់មានមកសុបាយឬក៏កើតទុក្ខអីក្នុងខណៈពេលលឺនឹងទេភ្នែកហ្នឹងក៏ដោយដែលមិនមែនសុបាយឬក៏កើតទុក្ខអីក្នុងពេលឃើញរូបហ្នឹងដែរវាការងារវាឃើញតែរូបចប់ឮតែសំឡេងចប់ធំតែក្លិនចប់ដឹងរសជាតិចប់កាយប្រសាទហ្នឹងគឺដឹងសុខដឹងទុក្ខតាមរយៈកាយហ្នឹងទៅបើប៉ះខ្លាំងទៅក៏ឈឺទៅបើថាថ្នមទៅក៏ស្រួលទៅបើថាក្តៅពេកទៅក៏ពិបាកទៅត្រជាក់ពេកក៏ពិបាកដែរមកក្តៅមកល្មមមិនក្តៅពេកមិនត្រជាក់ពេកបានស្រួលអញ្ចឹងទៅហ្នឹងហើយចឹងបានន័យថាពេលហ្នឹងចង់សំដៅថាសោតវិញ្ញាណនេះអាចជាបច្ច័យឲ្យកើតវេទនាផ្សេងអាហ្នឹងមែនអាន័យថាពេលដែលយើងឮសលេងមកឮសលេងព្រោះហ្នឹងហើយមិនមែនមកសบายចិត្តអីនឹងពេលឮនឹងទេប៉ុន្តែវាចូលដល់មโนវិញ្ញាណហើយមโนទ្វាអីបាទន័យថាធ្លាក់ចូលទៅវិនិច្ឆ័យកាត់ចុះកាត់ឡើងមកដឹងថាអូអានឹងព្រោះអានឹងចូលចិត្តអញ្ចឹងបានកើតចិត្តថ្មីមកតង់ទៀតមិនមែនពេលឮទេគឺចិត្តថ្មីហើយគឺកើតជាការជាប់ជាពាក់ជាមួយនឹងសម្លេងហ្នឹងគឺលេងជាវិបាកហើយកើតជាកម្មវិញគឺតាមរយៈមโนទ្វាហ្នឹងធ្វើការមកមโนវិញ្ញាណធ្វើការមកគឺលោភៈចិត្តកើតមកលោភៈមូលចិត្តកើតបន្តពីសោតវិញ្ញាណនេះអញ្ចឹងទៅបាទថាវាជាបច្ច័យអានឹងមែនប៉ុន្តែបើថាវេទនាហ្នឹងវាកើតជាមួយនឹងសោតវិញ្ញាណនេះបានតែមកប្រភេទទេគឺឧបេក្ខាវេទនាក្រៅពីវេទនាឧបេក្ខានេះអត់អាចកើតជាមួយនឹងសោតវិញ្ញាណនេះតែបើសោតវិញ្ញាណចាសោតវិញ្ញាណនេះវានឹងជាបច្ច័យហ្នឹងហើយបានន័យថាពេលដែលឮសំឡេងព្រោះវាបញ្ជូនព័ត៌មានចូលទៅនឹងវាសំហ្នឹងហើយចិត្តបន្តទៀតអ្នកជាប់ជាពាក់ជាមួយនឹងសំឡេងហ្នឹងដល់ពេលសំឡេងមិនល្អវិញមកបានន័យថាគេស្ដីឲ្យគេស្ដីថាមកសំទៅក្នុងចិត្តមកហើយក៏កើតនៅចិត្តថ្មីមួយទៀតទៅផ្ទាស់ជាមួយទៅផ្ទាស់អាណិតត្រង់ចាកើតជាវេទនាផ្សេងបើថាទោសៈកើតឡើងមកកើតជាអីគេវេទនាទៀតជាបច្ច័យសំណោះវេទនាកើតចឹងទៅអូត្រូវចឹងខ្ញុំនឹកឃើញអរគុណអ្នកគ្រូពូសាធុឧបេក្ខាតាមយ៉ាងឧបេក្ខាតាមយ៉ាងតែបើជាបច្ច័យបានន័យថាសោតវិញ្ញាណនេះវាមេនាំភ្លើងដែរពុទ្ធជាហ្នឹងព្រះអង្គថាភ្នែកក៏ភ្លើងតិចក៏ភ្លើងសពុនាំភ្លើងបានន័យថាពេលដែលបើកភ្នែកមកឃើញរូបល្អទៅជាប់ជាពាក់ក៏ភ្លើងដែរពួកលោភៈបណ្អកុសលចឹងអកុសលមិននាំភ្លើងហ្នឹងហើយនាំឲ្យមានអកុសលវិបាកហ្នឹងឯងហើយបើកភ្នែកមកឃើញរូបមិនល្អក្តីឃើញរូបល្អក្តីបើថាมันមានសតិដើម្បីរលឹកដឹងទេថាវាគ្រាន់តែជាវិបាកដែលប្រកបចំពោះមុខនឹងរូបនឹងល្អក្តីមិនល្អក្តីសិតតែជាផលទេហើយយើងអាចទៅកែផលដែលឆ្អិននឹងបានដែរអញ្ចឹង
ក៏នាំជាបច្ច័យឲ្យចិត្តហ្នឹងឯងទៅជាប់ជាពាក់ឬក៏ទៅទើសទាស់ជាមួយនឹងអារូបដែលឃើញហ្នឹងសំឡេងដែលឮហ្នឹងក្លិនដែលមកប្រកបនឹងច្រមុះហ្នឹងក៏ធ្វើឲ្យចិត្តហ្នឹងឯងមានបដិខៈថ្នាក់ខ្លះទៅការជាប់ជាពាក់ខ្លះទៅកើតឡើងអញ្ចឹងដោយច្រើនណាយើងសម្បូរណាស់លោភៈទោសៈមោហៈហ្នឹងជាបុថុជនតែប៉ុណ្្នឹងឯងតែពេលខ្លះក៏មានសតិកើតឡើងបានន័យថាដូចជាខែលការពារខ្លួនអញ្ចឹងឯងអន្ទីវ៉ៃរ៉ាសជួយទប់អញ្ចឹងណាអញ្ចឹងមកតែដោយសារតែពេលវេលាវាមកដល់ពេលមួយដែរអត់អាចខ្ញុំនៅបានប៉ុន្តែញាតិពធអាចបន្តជជែកគ្នាបញ្យល់គ្នាបានបន្តទៀតនៅភាសាតរូបបន្ត3ខាងក្រោមមានខៀនភាសាតរូបជីវហាភាសាតរូបនិងកាយភាសាតរូបចឹងមើលមានញាតិពធអាចចូលរួមបន្តបានអាចជួយគ្នាទៀតបញ្ចប់ថ្ងៃនេះថាចូលទៅដល់ការឧបមាតែចូលអត់តាន់បានចឹងឲ្យញាតិពធបញ្យល់កន្លែងនេះតាំងទៅសូមអរព្រះគុណសូមអរគុណទៀតសូមនមស្ការលាជំរាបលាទៀតជំរាបលា អ្នកគ្រូជំរាបលាគុណទៀតចាអ្នកគ្រូអរគុណអ្នកគ្រូគ្រប់ជំរាបលាអ្នកគ្រូខ្ញុំនៅកន្លែងសាលាមានពធចង់ឆ្លើយទេបងពូលីនតទៅបងពូលីនចាតទៅទូរស័ព្ទបងនៅឆ្ងាយអូទូរស័ព្ទខ្ញុំជឿនៅឆ្ងាយដល់ថ្មដល់ពេលដល់អី3ខាងក្រោមនោះគឺប្រយោលទាំងអស់មិនផ្ទាល់ទេគៀនអ្នកភាសាតរូបគៀនអ្នកភាសាតរូបមានសន្តានដូចក្រចកជើងពពែស្ថិតនៅក្នុងប្រហោងនៃស័ក្តិសមភារៈគៀនអ្នកសម្រាប់ជាគៀនអ្នកវត្ថុនិងគៀនទ្វាគៀនអប្សររូបហ្នឹងជាប្រាសាទដែលថ្លាមានសភាពថ្លាដែលលោកសន្និដ្ឋានថាដូចកញ្ចក់ជាងពពែនៅក្នុងនៅជ្រៅនៅក្នុងរុនច្រមុះនៅជ្រៅគាត់នៅជ្រៅយើងអត់អាចមើលឃើញប៉ះពាល់បានទេដល់ហើយជីវហាវត្ថុសម្រាប់ឲ្យចិត្តដឹងរសជាតិអាស្រ័យកើតឡើងនឹងជីវហាប្រសាទអង្គធម៌បានដល់ជីវហាប្រសាទរូបដល់ពេលជីវហាទ្វាជាច្រកចេញចូលដែលរក្សាអារម្មណ៍រត់ចូលមកជួបនឹងចិត្តហើយអង្គធម៌ក៏ដល់ជីវហាប្រសាទរូបដែរដល់ពេលជីវហាវិញ្ញាណធ្វើឲ្យចិត្តនឹងដឹងរសគឺមានជីវហាវិញ្ញាណពីរដួងមួយគឺជាកុសលវិបាកនិងមួយទៀតអកុសលវិបាកដល់ពេលជីវហាធាតុជាធាតុដែលជាគ្រឿងបន្តជីវហាធាតុជាសភាពទ្រទ្រង់លក្ខណៈខ្លួនសម្រាប់ទទួលនៅរសអង្គធម៌ក៏ដល់ជីវហាសត្វរូបដែរដល់ពេលជីវហាយតនៈជាគ្រឿងបន្តនៃការកើតដើម្បីដឹងរសជាបន្តចឹងនៅពេលជីវហាសម្ភាសៈ
ជាការប៉ះទប់រវាងរក្សាអារម្មណ៍បូកនឹងជីវហាប្រសាទបូកនឹងជីវហាវិញ្ញាណដល់ពេលអង្គធរវាផាសៈចេតសិកដល់មួយទៀតជីវហាអារម្មណ៍ជាអារម្មណ៍គឺរសជាតិផ្សេងដែលរត់មកប៉ះអណ្ដាតដូចថាប៉ះដឹងថាផ្អែមល្វីងជូរចត់អីចឹងហើយអាហ្នឹងខ្ញុំឆ្លើយតាមលោកគ្រូតែប៉ុណ្្នឹងចប់ហើយធម្មញាតបន្តទី4បងផលិនបងមិញបងធានអ្នកប្រសាទតែបងបញ្យល់ជីវហាប្រសាទមែនបង ធានអ្នកប្រសាទ ខ្ញុំឮដូចជីវហា អូជីវហាច្រឡំអាជីវហាប្រសាទអញ្ចឹងខ្ញុំឆ្លើយអាជីវហាប្រសាទអញ្ចឹងញាតិពធឆ្លើយខៀនអ្នកប្រសាទគ្រូអញ្ចឹងអ្នកគ្រូផលិនបញ្យល់ច្រឡំហើយអ្នកគ្រូសិស្សយកអាទីនោះខ្ញុំយកច្រឡំមិញខ្ញុំអ្នកគ្រូបលីនចាប់ក្បាលដំបងខៀនណាដល់បញ្ចប់ជីវហាទៅសាយប្រសាទអ្នកគ្រូឥឡូវឆ្លើយអាទី3ណាអាទី3អាទី5វិញវ៉ាន់សូមអធិស្ឋានឥឡូវធម្មយាទាំងអស់ឆ្លើយសំណួរលោកគ្រូហ្មងលោកគ្រូចូលមកលោកពូតើកាយលោកគ្រូចូលមកបាទកាយប្រសាទមានអ្វីជាសត្រូវនិងមានអ្វីជាមិត្តមានអីខ្លះអូខ្ញុំបើតាមខ្ញុំគិតមិនដឹងត្រូវខុសលោកពូជួយទីកែខ្ញុំឆ្លើយថាអូនណាកុំអាលឆ្លើយហ្នឹងអូនឯងឆ្លើយនៅសាប់ពីសំណួរទៀតនេះខៀនប្រសាទរូបនឹងកាយប្រសាទអូខ្ញុំអ្នកគ្រូផលិនខ្ញុំឲ្យបញ្យល់ខ្ញុំកុំហៅអ្នកគ្រូផលិនអូកុំនិយាយចឹងដកពាក្យចេញវិញអត់ទេថ្ងៃនេះហៅអ្នកគ្រូបានអត់ទេអត់ចេះឲ្យខ្ញុំកុំហៅព្រោះអីដែលលោកគាត់ឲ្យយើងម្នាក់បញ្យល់មួយហ្នឹងឲ្យរៀនធ្វើគ្រូហើយបងតែខ្ញុំរឿងបញ្យល់ខ្ញុំសរោហើយខ្ញុំអត់ចេះទេមើលបើកសភៅមើលតាមហ្នឹងអត់ចេះបញ្យល់ឲ្យគេយល់អូនបារាទៅណាអូនបារាឆ្លើយសំណួរទី3អូនឆ្លើយទី3បញ្ចប់ទី2ហ្មងបញ្ចប់ទី5អត់ទៅបានចូលរៀនទៅដឹងនេះទី3ខៀនណាបងអីគេខៀនអ្នកប្រសាទរូបបងខៀនណាចំមុខចឹងខ្ញុំសូមឱកាសឆ្លើយសំណួរទី3គឺខៀនណានេះប្រែថាចំមុខបាទចំមុខហ្នឹងគឺដឹងក្លិនហ្គានធារមគឺដឹងក្លិនដោយតាមរយៈបើយើងជាចំមុខបើហាត់ក្លិនមកគឺមានក្លិនហ្នឹងបើយើងមិនដឹងថាក្លិនល្អណាអាក្រក់ទេតាមបញ្ញត្តិវាដល់ពេលយើងចេះពិចារណាថាក្លិនក្អូបក្លិនមិនល្អក្លិនល្អជាដើមវាចូលមโนទ្វាណាមโนទ្វាអញ្ចឹងធានៈហ្នឹងហើយតាមមโนទ្វាលក្ខណៈរបស់ធានៈហ្នឹងមាន4ប្រភេទដែលយើងគួរចងចាំផងដែរទី1គឺមានភាពថ្លានៃពុទ្ធរូបគួរដល់ការប៉ះខ្ទប់ជាមួយនឹងក្លិនគាត់ថាគិនថេរមជាលក្ខណៈហើយទី2កិច្ចរបស់វាគឺការស្វែងរកនៅក្លិនហើយទី3នោះគឺមានសភាពជាទីទទួលរងនៅធានៈវិញ្ញាណជាផលបានន័យថាវាជួបក្លែកចំមុខជួបមួយក្លិនហើយដឹងក្លិនកើតឡើងគឺថាក្លិនល្អក្លិនមិនល្អហ្នឹងជាផលហើយទី4មានភូតរូបបាទមានភូតរូបដែលកើតអំពីកម្មដោយភាពជាអ្នកប្រាថ្នាដើម្បីនឹងខិត
ជាបន្តឋាននេះលក្ខណៈរបស់ខេណៈមាន4យ៉ាងដែលយើងអាចកត់សម្គាល់បានហើយខេណៈនេះខេណៈភាសានេះលោកមានកន្លែងឬទីតាំងរបស់វាហ្នឹងគឺដូចជាកញ្ចក់ជើងនៃផ្សិតប្រពេបាទខេណៈដែលវាស្ថិតនៅក្នុងស័ក្តិសម្ភារៈបណ្ឌិតស្ថិតនៅក្នុងចំមុខយើងហ្នឹងបាទវាមានការទទួលឧបការៈនិងឧបត្ថម្ភហើយមានអនុបាលនឹងការចោមរោមតាមដែលពោលមកហើយឲ្យសម្រាប់ជាវត្ថុនិងទ្វារនៃខេណៈវិញ្ញាណតាមសំគួរខេណៈបសត្តរូបហ្នឹងគឺមានតួនាទីគឺស្រូបក្លិនស្រូបក្លិនបានដល់ខេណៈបសត្តរូបបើសិនជាអត់មានបសត្តខេណៈបសត្តរូបទេយើងមិនអាចដឹងក្លិនបានទេមានចំមុខគាត់ជាវត្ថុតែបើសិនយើងអត់មានបសត្តរូបខេណៈបសត្តរូបទេយើងអត់ដឹងថាក្លិនហ្នឹងយ៉ាងម៉េចទេហើយម្យ៉ាងវិញទៀតនៅពេលដែលក្លិនប៉ះខ្ទប់ជាមួយនឹងចំមុខយើងហ្នឹងដែលយើងអាចដឹងក្លិនបានទៅតាមបញ្ញទ្វាណាអត់ដល់ចូលមនោទ្វាបើន័យថាវានៅតែក្លិនវានៅយើងចូលនិយាយថាតែដឹងតែក្លិនប៉ុណ្ណឹងវាចូលបរមត្តបាទតែបើយើងដឹងតែក្លិនហ្នឹងវាល្អក្លិនស្អុយក្លិនក្អូបចូលដល់មនោវិញ្ញាណធាតុចូលដល់មនោវិញ្ញាណវាស្ថិតទៅក្នុងវាស្ថិតទៅក្នុងវាហ្នឹងហៅថាសមតិបញ្ញត្តិទាំងនោះចូលបញ្ញត្តិបងពលិនយកទៅហ្នឹងឯងនៅពេលក្លិនយើងដឹងថាក្លិនមួយយ៉ាងវាចូលបរមត្តដល់ពេលយើងចូលដល់មនោទ្វារវាកើតជាលោភៈចិត្តឡើងវាស្ថិតនៅក្នុងបញ្ញត្តិដែរពេលនោះវាចូលដល់បញ្ញត្តិថាក្លិននេះជាក្លិននេះដូចក្លិនទឹកអប់ចុះក្លិនទឹកអប់ខ្លះវាមានណាឈ្ងុយមិនឈ្ងុយខ្លះទៅវាមានឈ្ងុយធ្ងន់ឈ្ងុយស្រាលពេលយើងបាញ់អាស្រាលទៅហ្នឹងអត់ក្រូបទេចាអានេះរបស់អញរបស់ខ្ញុំបានវាហាប់បានវាក្លិនឈ្ងុយអញ្ចឹងទៅហើយកាលណាបើយើងចូលជំពាក់ជាមួយក្លិនទៀតវាទៅទៀតចូលជំពាក់លោភៈណាខ្ញុំក្លិនទីអញបាញ់តែក្លិនទេក្លិនក្រៅហ្នឹងបាញ់កើតទេមួយទៀតបាទចូលចិត្តតែក្លិនហ្នឹងមួយយ៉ាងដូរទឹកអប់ដូរអត់បានទៀតអ្នកខ្លះហ្នឹងជាប់នឹងអាទឹកអប់ទៀតបាញ់អាទឹកអប់ម៉ាអីបាទ DO ចុះបាញ់អា DO រហូតដូរអត់បានទេដូរថាធ្វើក្នុងខ្លួនអត់ស្រួលហើយអាហ្នឹងដោយសារមានលោភៈក្នុងចិត្តវាជាប់ដោយជំពាក់ជាមួយនឹងមួយនឹងក្លិនហ្នឹងហើយដែលធ្វើឲ្យយើងជាប់ជំពាក់នៅក្នុងវាវត្តសង្សារมันអាចគេចផុតបានដោយសារយើងមិនចេះពិចារណាទៅរកសច្ចធម៌ពិតប្រាកដណាយើងជាប់ជំពាក់ក្នុងក្លិនរូបសម្លេងក្លិនរស់ហ្នឹងគឺឲ្យយើងស្លាប់កើតស្លាប់នៅក្នុងវាវត្តសង្សារអាហ្នឹងទី3គេណវិញ្ញាណដែលកើតឡើងអំពីការមនោវិញ្ញាណធាតុមនោវិញ្ញាណហើយមួយទៀតតកតូននឹងកាយបណ្ដោយណាចប់កាយបណ្ដោយដើម្បីស្រួលឲ្យឆ្លើយសំណួរលោកគ្រូផងកាយហ្នឹងដំណើរទៅលើរូបរាងកាយយើងហ្នឹងណាហើយលោកគ្រូនៅអត់ហ្នឹងលោកគ្រូដឹងដែរអត់ទេហ្នឹងបាទខ្ញុំលោកគ្រូធ្វើគូកំណើតហើយថ្ងៃ6 5ជាងអ្នកគ្រូអូនតាណាលឺសំឡេងបំពេញកាយហ្នឹងខ្ញុំឆ្លើយទៀតឬក៏ឲ្យគេឆ្លើយហ្មងកាយណែឆ្លើយទៅបើមានញាតិវត្ថុណាឆ្លើយបើឲ្យចូលខៀនណាចប់ត្រឹមកាយដោយបងឯងចូលខៀនចប់ជាមួយជីវហាវិញបងឯងចូលកាយអញ្ចឹងចូលកាយបញ្ចប់ទៅសំណងបងសន្តានាផ្សេងទៀតលោទៅការសន្តានាអីលេងបធរអីញាតិវត្ថុណាចង់ឆ្លើយទី5មានញាតិវត្ថុណាគាត់ចង់ឆ្លើយកាយឆ្លើយខ្ញុំចង់ចូលរួមជីវហាទៀតជីវហាជាប់ហើយតាបងពលិនខ្ញុំឆ្លើយកាយវិសាស្ត្របាញ់ចូលកាយហ្មងកាយវិសាស្ត្រកាយហ្នឹងកាយប្រសាទក៏បានកាយប្រសាទមើលឈប់សិនអូនកាយប្រសាទកាយប្រសាទរូបហ្នឹងចាចំនួនទី5ទៀតកាយប្រសាទគឺថាវាជាទៀបថ្លានៃមហាភូតរូបហ្នឹងគឺកើតនៅក្នុងសរីរាង្គកាយយើងទាំងអស់ហ្នឹងឯងចាលើកឡើងតែសក់កញ្ចក់ស្បែកក្រិនអីហ្នឹងគឺអត់មានទេចាហើយកាយប្រសាទហ្នឹងវាមានទីតាំងអាហ្នឹងហើយវាមានទីតាំងនៅសពសារពាង្គកាយរបស់យើងអាហ្នឹងព្រោះហើយកាយប្រសាទហ្នឹងគឺថាបានដល់ការប៉ះទប់ប៉ះពាល់
ផលទៅពីអារម្មណ៍ហ្នឹងជាលក្ខណៈហើយក៏វាមានការស្វែងរកការប៉ះពាល់នឹងដែរជាកិច្ចហើយវាទទួលរងនៅការវិញ្ញាណការដឹងចាវាប៉ះមកយើងដឹងឈឺដឹងអីចឹងជាផលហើយវាកើតឡើងអំពីកម្មចាដែលត្រូវប៉ះពាល់នឹងឯងតែយើងល្អទៅវាប៉ះល្អយើងមិនល្អទៅឈឺអីចឹងទៅចាហើយមិនទៀតទេវាហូននឹកឃើញបងនៅក្នុងរូបរាងកាយយើងតើមានកន្លែងណាដែលវាអត់មានភាសាដែលវាអត់មានភាសាក្នុងហ្នឹងនៅក្នុងកាយទាំងអស់វាមានការប៉ះខ្ទប់ជាផលមិនអញ្ចឹងចាតើកន្លែងណាមួយក្នុងចំណោមកាយយើងហ្នឹងកន្លែងណាដែលអត់មានភាសាtrong sạch trong bạch chợ មានមើលទៅមានអត់ភាសាមានតែសក់មានតែអីហ្នឹងប៉ះទៅវាអត់ឈឺអត់អីចឹងហ៎អូនសក់មិនកាយផងមិនទៅចាត់ចូលជាកាយក្នុងសក់ខ្ញុំចង់និយាយថាកាយក្នុងកាយហ្នឹងកន្លែងណាដែលវាអត់ទទួលអារម្មណ៍អត់អាចទទួលអារម្មណ៍បានកន្លែងណាកន្លែងស្បែកក្រិនអត់មានសាច់ប្រសាទទេអត់មានចាក់ប្រសាទហ្នឹងហើយមានប្រសាទ អត់មានកាយប្រសាទទេបាទអត់មានកាយប្រសាទនៅក្នុងបាតកាពះហ្នឹងត្រូវទៅគ្រូនិយាយថាក្នុងបាតកាពះចាលោកគ្រូនឹកឃើញបាតកាពះតែធ្លាក់ចូលទៅវាអត់ឈឺហ្នឹងហើយចាហើយចុះនៅកន្លែងស្បែកក្រិនមិនអត់កាយប្រសាទដែរអានឹងនៅក្រៅតើអូចង់និយាយខាងក្នុងហ្នឹងឯងអត់ទេអាហ្នឹងចង់និយាយថាវាមានប៉ុន្តែគាត់ថាវាបាត់បង់វាធ្លាប់មានពីមុនមកបើអញតន់ក្រិនជើងវានៅស្គាល់ហ្នឹងតើយូរបើអញក្រិនទៅវាខូចប្រសាទវានៅមានតែប៉ុន្តែគាត់ថាវាហ្នឹងវាខូចតែអាបាត់កាពះវាអត់មានហ្មងបាត់កាពះកើតមកវាអត់មានទទួលកាយប្រសាទទេហើយក្មួយបាត់កាពះភ្លេចខ្ញុំអត់ដឹងអ្នកគ្រូប្រាប់តើចាបាទអូនគុនធីប្រាប់ដែរនឹងពីរនាក់មិនលេចមិនទាន់ចាបាត់កាពះដល់ពេលយើងធ្លាក់ចំណៃទៅវាអត់ឈឺបាននេះឈឺនៅបងបើវាសលូនចូលទៅតិចផ្លុកលើលោកគ្រូនៅផងបាត់កតុបឯងអូនគុនធីក៏អត់នៅទៀតសំណួរលោកគ្រូលោកសួរថាម៉េចខ្ញុំអត់បានដឹងនេះលោកគ្រូសួរថាអ្វីជាសត្រូវនិងអ្វីជាមិត្តរបស់កាយប្រសាទយើងរទៅយើងនាំគ្នារលេងទៅចាំលោកគ្រូចូលមកចាំឆ្លើយមកដល់គាត់បើយើងលោកគ្រូចូលមកយើងស្អែកឆ្លើយដែរបងប៉លីនថ្ងៃនេះលោកគ្រូអត់ចូលទេគាត់រវល់ធ្វើគូអំណាចគាត់លោកប្រហែលចឹងចឹងក៏ស្អែកចាំឆ្លើយសំណួរហ្នឹងចឹងបើធម្មតាចង់ឆ្លើយឬក៏ចង់បិទបន្ទប់អីមិនបិទក៏បិទដែរម៉ោងច្រើននេះមើលម៉ោងម៉ោងខែឡើយឥឡូវបិទបន្ទប់អីចឹងអ្នកបងផ្សាយមេតាណាបងចឹងហ៎អូនចាផ្សាយមេតាបិទបន្ទប់ណាបងចាចឹងអរគុណចឹងសូមគោរពជើញខំញៀតទាំងអស់បងអោនចិត្តដើម្បីផ្សាយមេតាបិទកម្មវិធីទៀតទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងផ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់យើងខ្ញុំព្រះករុណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅរងរីផលជាសិលខ្ញុំសូមបដិបដិលមន្តទោសារៀនធម៌ថ្មីដោយក្តីជ្រះថ្លាដោយកាយវាចាចិត្តតត្មងសារីផលគុណនោះខ្ញុំសូមឧទ្ទិសចំពោះជូនទៅមេត្តាបិតាគ្រូអាចារ្យពងផៅទូស្លាប់រស់នៅបានដោយបំណងរីផលបុណ្យនេះទុកជាជំនេះទីកាត់ចំឡងឆ្លងសេចក្តីទុកទាំង12ក៏បានសុខកន្លងដល់ព្រះនិព្វានទ្រង់សាការអភិមានសាធុ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 
ជំរាបលាលោកគ្រូ តធមមិត្តធម៌ទាំងអស់គ្នាជំរាបមិត្តធម៌ ជម្រាបលាបងប្អូនយុវធម៌ទាំងអស់គ្នាជម្រាបលាអ្នកគ្រូលោកគ្រូ ជម្រាបលាទៀត ចេះបាត់ចេះបាត់ទេឯងបង ទាំងបាត់មកយ៉ាប់ដឹងដែរ តើអ្នកហូបានគាត់បាត់កាត់អីយើងចេញទៅ ចាតអ្នកគ្រូមានកម្មវិធីគាត់គឺមិនអូនយើងលីវណាចាអរគុណ គេជួយអូនជួយបិណ្ឌ តែយើងចេញដែរ មួយគេជួយ ណាក់ចិត្តសឹកអត់បានរៀនទេលោកគ្រូ អូនគេជូសុំច្បាប់លោកពូប៉ុនបើសិនចា ណាក់ចិត្តសឹករៀនអត់បង លោកគ្រូណប់រៀនដែរអូន អូ លោកគ្រូណប់រៀនណាប៉ុន្តែបន្ទប់ផ្សេង ចា បងឯងចេញចេះបងចេញណា ជំរាបលាបងសុខសប្បាយ ចុះអញ្ចឹងមិនណាគេបិទបន្ទប់បងបើបង អត់អីទេទីទៀតអ្នកគ្រូគាត់ដឹងគាត់បាត់ហើយអូនឯងចេញចេញបងចេញណា ចេញទៅណា ចេញអូនណាដល់ម៉ោងគេងស្អែកបងទៅធ្វើការ អូ ដល់មកគេបងប៉លីន បងម៉ោង បង 9ជាង បងបលិនមកមិនទៅណេមក ម៉ោង9 8នាទីយប់នេះហើយអូនឯងចង់និយាយមួយបងមែន ចង់និយាយបង បើចង់និយាយខល